ទេសលើកទី33ហើយខ្ញុំប្រកាសណាម្ចាស់ខ្ញុំប្រកាសណាអាត្មាភាពមានកិត្តិយសដែលបានគណៈសង្ឃនាយកនៃប្រជាណាចក្រកម្ពុជាផ្ដល់ឱកាសដើម្បីបានចូលរួមបកស្រាយអំពីកិច្ចការងាររបស់ពុទ្ធិកសមាគមកម្ពុជារដ្ឋពុទ្ធិកសមាគមកម្ពុជារដ្ឋឈ្មោះនេះគឺបានស្ថិតនៅក្នុងបេះដូងរបស់អ្នកកាន់ពុទ្ធសាសនានៃប្រជាណាចក្រកម្ពុជាតាំងពីឆ្នាំ1962មកដែលត្រូវបានបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃរាជថ្នាក់ទី1គណៈមហានិកាយនៃប្រជាណាចក្រកម្ពុជាក្នុងកាលនោះហើយពុទ្ធិកសមាគមកម្ពុជារដ្ឋនេះពុំធ្លាប់មានប្រធានជាព្រះសង្ឃទេទើបតែក្នុងឆ្នាំ1976សម្ដេចព្រះពោធិវាំងហួតតាតមានសរសេរចារជាប្រវត្តិនៅទីហ្នឹងថាសម្ដេចធ្លាប់កាន់ជាប្រធានរហូតមួយអាណត្តិគឺ6ឆ្នាំតមកក៏ក្រហោះហើយប្រទេសក៏កើតវិនាសកម្មវឹកវរផ្នែកនយោបាយទៅស្រុកទេសមានសង្គ្រាមសមាគមហ្នឹងក៏ដួលរលំបាត់អស់ក្នុងរយៈកាលសម័យសង្គ្រាមនោះដូចគ្នាដែរក្រោយឆ្នាំ1979រហូតមកដល់ឆ្នាំ93ទើបមានមហាបាសកមួយរូបដែលជាអ្នកជ្រះថ្លាក្នុងពុទ្ធសាសនាគឺឯកឧត្តមច័ន្ទវ៉ែនដែលជាអគ្គលេខាធិការរងទី1នៃរដ្ឋសភាលោកបានបង្កើតសមាគមនេះឡើងដោយមានកិច្ចជ្រោមជ្រែងពីថ្នាក់ដឹកនាំជាអិសរាជជនដែលបានចូលនិវត្តន៍មួយចំនួនហើយនឹងអិសរាជជនជាតិមួយចំនួនទៀតមានឯកឧត្តមជាគៀនជាដើមដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិក្នុងកាលនោះសមាគមនេះបានរស់រៀនមានជីវិតឡើងវិញជាបន្តបន្ទាប់រហូតដល់មានថ្នាក់ដឹកនាំសង្ឃមានសម្ដេចព្រះពោធិវាំងនុនង៉ែតសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឈឹងប៊ុនឈាសម្ដេចណែប្រជាគណៈមួយចំនួនជាគណៈកម្មការនយោបាយក្នុងកាលនោះហើយក្រោយមកបានលោកជំទាវអង្គញាញឹកប៊ុនថាធ្វើជាប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋមួយអាណត្តិចប់លោកជំទាវអង្គញាញឹកប៊ុនថាកាលនោះដោយសារតែពុទ្ធិកសមាគមកម្ពុជារដ្ឋហាក់ពុំទាន់មានលំនឹងច្បាស់លាស់ម្ល៉េះហើយឯកឧត្តមជាគៀនអតីតគណៈអនុប្រធានគណៈកម្មការបុណ្យជាតិនិងជាអគ្គលេខាធិការពុទ្ធិកសមាគមបានទៅថ្វាយបង្គំព្រះញាណវង្សខឹមសនក្នុងកាលនោះដើម្បីសូមព្រះអង្គគង់ប្រថាប់ជាប្រធានដោយមិនមានធ្វើមហាសន្និបាតទេក្នុងគោលបំណងដើម្បីរក្សាលំនឹងពុទ្ធិកសមាគមឲ្យនឹងនិងមានស្ថិរភាពក្រោយពេលដែលព្រះញាណវង្សខឹមសនព្រះមេគុណរាជធានីភ្នំពេញក្នុងកាលនោះព្រះអង្គដឹកនាំពុទ្ធិកសមាគមកម្ពុជារដ្ឋមួយអាណត្តិចប់សពគ្រប់ទៅដោយភារកិច្ចរបស់គណៈសង្ឃនយោបាយច្រើនម្ល៉េះហើយសម្ដេចព្រះអង្គក៏បានសម្រេចប្រតិក្នុងពេលនោះឲ្យរៀបចំមហាសន្និបាតមួយឡើងដើម្បីបោះឆ្នោតជ្រើសរើសនាយកដឹកនាំបន្តក្នុងគ្រានោះគណៈនាយកពុទ្ធិកសមាគមកម្ពុជារដ្ឋក៏ត្រូវបានបោះឆ្នោតជ្រើសតាំងព្រះឧបល័យវង្សយ៉នសេងយាតជាប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋអាណត្តិទី5និងអាណត្តិទី6រហូតដល់ព្រះឧបល័យវង្សយ៉នសេងយាតមកជាព្រះមនីកោសលនិងសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតដល់បច្ចុប្បន្នក្នុងឆ្នាំ2025កន្លងទៅ2024កន្លងទៅសម្ដេចជាអម្ចាស់ត្រូវទទួលបន្ទុកភារៈច្រើនមានការទទួលបន្ទុកសាកលវិទ្យាល័យផងទទួលបន្ទុកបុណ្យសម្ដេចព្រះមហាសង្ឃរាជផងក្នុងការនោះសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតបានពិគ្រោះយោបល់ជាមួយខ្ញុំបកុណាថាសម្ដេចត្រូវតែផ្ទេរភារកិច្ចនេះដើម្បីឲ្យអ្នកចំនួនក្រោយបន្តវេនដឹកនាំព្រោះសម្ដេចមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារពុទ្ធិកសមាគមរហូតទេព្រះអង្គដឹកនាំ10ឆ្នាំហើយអញ្ចឹងក៏ធ្វើមហាសន្និបាតកាលពីថ្ងៃទី18ខែសីហាឆ្នាំ2024កន្លងទៅនេះដល់វេនដែលខ្ញុំបកុណាម្ចាស់បានទទួលភារកិច្ចនេះដើម្បីបន្តដឹកនាំដែលត្រូវបានជ្រើសរើសចេញពីអង្គមហាសន្និបាតរបស់ពុទ្ធិកសមាគមកម្ពុជារដ្ឋស្របតាមលក្ខន្តិកៈរបស់ខ្លួននេះជាប្រវត្តិសង្ខេបខ្លីបន្តិចដែលខ្ញុំបកណាសូមរំលឹកអំពីរឿង
ប្រវត្តិរឿងរ៉ាវរបស់ពុទ្ធិកសមាគមកម្ពុជារដ្ឋរបស់យើងនេះហើយពុទ្ធិកសមាគមកម្ពុជារដ្ឋគឺជាអ្វីពុទ្ធិកសមាគមកម្ពុជារដ្ឋនេះគឺជាមេឃធៀងមួយរបស់គណៈសង្ឃនយោបាយនៃប្រជាណាចក្រកម្ពុជាដែលអតីតសម្ដេចព្រះមហាសមេធាធិបតីក្នុងបុរាណកាលគឺសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គសពតិបង្កើតឡើងដើម្បីបានជាអង្គការតំណាងពុទ្ធសាសនាកម្ពុជានៅលើឆាកអន្តរជាតិដោយបទបង្ហាញរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិតម្សិលមិញពាក់ព័ន្ធនឹងប្រទេសដែលកាន់ពុទ្ធសាសនាធំគឺតែងតែមានអង្គការជាតំណាងនៅលើឆាកអន្តរជាតិពុទ្ធិកសមាគមកម្ពុជារដ្ឋធ្លាប់ជាសមាជិករបស់ពុទ្ធិកសមាគមពិភពលោកប៉ុន្តែយើងបានដាច់រយៈក្នុងពេលដែលស្រុកមានសង្គ្រាមហើយក្រោយមកខ្ញុំក៏ចាំបានថាពេលសម្ដេចព្រះមហារាជវង្សនៅជាប្រធានព្រះអង្គធ្លាប់ទៅប្រជុំនៅពេលកាំងឆ្នាំណានោះបាននិមន្តយកប្រាក់ទៅបង់ភ្ជាប់គេឡើងវិញហើយភ្ជាប់ឡើងវិញហើយយើងជាសមាជិកពុទ្ធិកសមាគមពិភពលោកវិញហើយដែលជាសមាគមមួយតំណាងព្រះពុទ្ធសាសនាកម្ពុជាអញ្ចឹងសមាគមនេះធ្វើអីខ្លះសពថ្ងៃពុទ្ធិកសមាគមកម្ពុជារដ្ឋមានសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចគ្រប់ព្រះអង្គជាព្រះអធិបតីកិត្តិយសរបស់ពុទ្ធិកសមាគមកម្ពុជារដ្ឋនឹងមានក្រហោះ4រូបគឺឯកឧត្តមកតិបរិរៈបណ្ឌិតគៀតឈុនឯកឧត្តមបណ្ឌិតចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការលោកជំទាវខៀវស៊ីណាជាចន្ទោនិងឯកឧត្តមបណ្ឌិតឈុនអៀមដែលជាសមាជិកអធិបតីកិត្តិយសក្រៅពីគណៈនាយកទាំង33អង្គនាក់ដែលដើរតួនាទីជាអ្នកដឹកនាំផ្ទាល់ហើយមួយរយៈកាលនេះខ្ញុំប្រគុណណាម្ចាស់បានក្រាបថ្វាយបង្គំសម្ដេចគ្រប់ព្រះអង្គព្រមទាំងព្រះមេគុណព្រះគ្រូអនុគុណព្រះមន្ត្រីសង្ឃឬក៏មិត្តភ័ក្តិដែលស្គាល់ដើម្បីស្នើសុំការគាំទ្រសូមឲ្យសម្ដេចបរិជាគណៈព្រះមេគុណព្រះមន្ត្រីសង្ឃជួយឧបត្ថម្ភពុទ្ធិកសមាគមកម្ពុជារដ្ឋប្រចាំឆ្នាំក្នុងបំណងតែមួយគត់ចង់ឲ្យសម្ដេចបរិជាគណៈព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គយកបតីទុកថាពុទ្ធិកសមាគមនេះគឺកើតឡើងរស់ឡើងដោយភារកិច្ចរបស់ព្រះអង្គបានចូលរួមដែរដើម្បីឲ្យចងចាំឈ្មោះពុទ្ធិកសមាគមនឹងក្នុងបតីតែប៉ុណ្្នឹងទេកណាសល់មិននាទីទៀតព្រះអង្គកណាម្ចាស់ហើយមួយរយៈកាលនេះពុទ្ធិកសមាគមកម្ពុជារដ្ឋបានធ្វើកិច្ចការមនុស្សធម៌ច្រើនដែលធ្វើឲ្យខ្ញុំកណាននឹកឃើញថាដូចម្ដេចដែលហៅថាពាក្យថាមនុស្សធម៌លំបាកយ៉ាងម៉េចសនុកយ៉ាងម៉េចខ្ញុំកណាគិតថាណែសម្ដេចបរិជាគណៈគ្រប់ព្រះអង្គយល់ច្បាស់ថាមនុស្សធម៌ហ្នឹងវាយ៉ាងម៉េចពីព្រោះដែលគង់នៅទីនេះមិនមែនជាសាមណេរទេសិតតែជាថ្នាក់ដឹកនាំសង្ឃទាំងអស់អញ្ចឹងព្រះអង្គសិតតែធ្លាប់បានធ្វើរៀងអង្គតាមមូលដ្ឋានរបស់ព្រះអង្គក្តីឬតាមភារៈផ្សេងក្តីតែខ្ញុំកណាទទួលបន្ទុកធ្វើកិច្ចការងារមនុស្សធម៌របស់ពុទ្ធិកសមាគមនេះវាមានវិសាលភាពធំដោយបណ្ដាំអតីតប្រធានលោកបានប្រកាសនៅសាលសន្និសីទចតុមុខទី2កម្មវិធីព្រហ្មទានកម្មវិធីព្រហ្មទានជាឈ្មោះមួយដែលពុទ្ធិកសមាគមកម្ពុជារដ្ឋបានធ្វើជាមួយនឹងពុទ្ធិកសិក្សាតាំងពីបុរាណកាលហើយព្រហ្មទាននេះភាគច្រើនគឺធ្វើនៅពុទ្ធិកវិទ្យាល័យព្រះសរាមរិទ្ធព្រះសីហនុរាជនិងពុទ្ធិកវិទ្យាល័យពុទ្ធិកសិក្សាផ្សេងទៀតដែលមានទំនាក់ទំនងខ្ញុំណាមិនដឹងថាតើពីបុរាណបានធ្វើពេញលេញយ៉ាងម៉េចទេប៉ុន្តែគ្រាន់តែដឹងថាមានវិសាលភាពធំណាស់ពីព្រោះឧបាសកឧបាសិកាដែលមានវ័យចាស់គឺសុទ្ធតែស្គាល់ពុទ្ធិកសមាគមកម្ពុជារដ្ឋច្បាស់ពិសេសប្រធេរៈចាស់លោកស្គាល់កណាអញ្ចឹងព្រហ្មទាននេះបច្ចុប្បន្ននេះយើងធ្វើពី3អាណត្តិមកតាំងពីអាណត្តិសម្ដេចណែព្រះពុទ្ធជ័យមនីបណ្ឌិតខឹមសនជាប្រធានមកដល់សម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតមកដល់ខ្ញុំកណានេះគឺយើងបានធ្វើជាមួយនឹងពុទ្ធិកវិទ្យាល័យសារាមរិទ្ធជាប់លាប់មកហោហែកណាម្ចាស់ទី3កិច្ចការទំនាក់ទំនងអន្តរជាតិយើងបានចូលរួមមួយចំនួនទៅលើកិច្ចការងារទំនាក់ទំនងអន្តរជាតិច្រើនថ្មីនេះខ្ញុំកណាមានដំណឹងមួយប្រកេនលោកម្ចាស់នឹងអង្គពិធីជ្រាបអញ្ចេះថាពុទ្ធិកសមាគមនៅប្រទេសឥណ្ឌូនេស៊ីបាននិមន្តខ្ញុំប្រកណាទៅចូលរួមកម្មវិធីនៃសូត្រធម៌ដើម្បីសន្តិភាព3ឆ្នាំជាប់គ្នាហើយឆ្នាំនេះក៏ទៅដល់ពេលឆ្នាំនេះទៅ
គេឲ្យខ្ញុំបកណាថ្លែងសន្ទរកថាមួយពាក់ព័ន្ធនឹងពុទ្ធសាសនាហើយនឹងសន្តិភាពរបស់មនុស្សជាតិខ្ញុំកណាក៏បានថ្លែងតែមុននឹងថ្លែងខ្ញុំកណាសូមជួបគណៈប្រតិភូពុទ្ធកសមាគមថៃដែលមានព្រះសង្ឃថៃ5អង្គទៅដែរខ្ញុំកណាសួរលោកដោយផ្ទាល់ថាលោកម្ចាស់ដឹងថាប្រទេសយើងឆ្លោះគ្នាទេលោកថាដឹងសូមកុំថតជាវីដេអូអីអាត្មាខ្ញុំកណានិយាយនេះចុះបើដឹងហេតុអីបានជាពុទ្ធកសមាគមថៃឬក៏គណៈសង្ឃថៃគ្រប់ជាន់ថ្នាក់មិនមានប្រអោសសំបីមួយម៉ាត់ថាសូមកុំវាយគ្នានិយាយគ្នាទៅប្រទេសកាន់ពុទ្ធសាសនាដូចគ្នាទេវប្បធម៌ប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាទេឈប់ឆ្លោះគ្នាពិភាក្សាគ្នាទៅព្រះអង្គដឹងទេថាការវាយបាញ់ប្រហារគ្នានេះវាស្លាប់អ្នកណាគឺស្លាប់ប្រជាជនទុនខ្សោយនៅតាមព្រំដែនមិនមែនស្លាប់ព្រះអង្គហើយនឹងកណានៅកណ្ដាលភ្នំពេញនិងបាងកកហ្នឹងទេលោកថាលោកគ្មានសិទ្ធិអំណាចទៅបញ្ជារដ្ឋាភិបាលអាត្មាថាព្រះអង្គអត់សិទ្ធិអំណាចទៅបញ្ជារដ្ឋាភិបាលប៉ុន្តែប្រទេសព្រះអង្គមានសម្ដេចព្រះសង្ឃរាជមានគណៈសង្ឃនាយកដោយប្រទេសកម្ពុជាដែរយ៉ាងហោចជាសម្លេងមួយដែលព្រះអង្គអាចសរសេរលិខិតមកស្លឹកថាកុំឆ្លោះគ្នាចរចាគ្នាទៅហេតុអីព្រះអង្គអត់ធ្វើហើយចេះតែហៅខ្ញុំកណាមកប្រជុំអស់ពេលគុណម្ចាស់អាត្មាសុំ2នាទីទៀតឲ្យចប់បើមិនអញ្ចឹងវិញនិយាយចប់សុំទោសចេះតែហៅខ្ញុំកណាមកប្រជុំនិយាយរឿងសន្តិភាពបើប្រទេសពីរហ្នឹងវាយគ្នាហើយហៅ2នាក់ហ្នឹងមកនិយាយតែសន្តិភាពបានន័យអីខ្ញុំកណាទូលោកប៉ុណ្ណឹងលោកខ្ញាល់ស្អែកឡើងខាងប្រធានពុទ្ធកសមាគមឥណ្ឌូនេស៊ីលោកថតទាំងវីដេអូឲ្យកណាមើលលោកថាលោកហៅកណាទៅជួបថាព្រះអង្គខាងគណៈប្រតិភូសង្ឃថៃអត់សប្បាយចិត្តមួយកម្ពុជាឥឡូវគេសុំទៅមុនមកថារឿងអីគេថាយើងមិនដឹងគុណគេមិនបានទៅវាយគេមិនបានទៅធ្វើអីផងគេជួយឲ្យប្រទេសហ្នឹងបាត់ហ្គេមបាត់អនឡាញគេជួយសម្អាតប្រទេសឲ្យល្អទៅជាមិនដឹងគុណគេចោទថាគេទៅដណ្ដើមដីខ្លួនឯងអីចេះចុះអានេះវាជារឿងមួយផ្សេងទៀតទេអាត្មាក៏បញ្យល់លោកអត់ដឹងព្រះអង្គតាមពិតគេបកស្រាយប្រាប់ខាងនោះអស់គឺយើងមនុស្សអាក្រក់បំផុតរឿងនេះដែលខ្ញុំកណាបានទូលប្រគេនទៅលោកឲ្យលោកបានយល់ហើយថ្មីនេះឃើញលោកបានផ្ញើវីដេអូមកខ្ញុំកណាឲ្យលោកថាលោកបានផ្ញើទៅកាន់សាធារណរដ្ឋប្រជាមានិតចិនជាផ្លូវការដែរហ្នឹងហើយនៅភាសារបស់លោកដែលបាននិយាយពីរឿងចំនួនព្រំដែនហ្នឹងអញ្ចឹងយើងបានធ្វើកិច្ចការងារអន្តរជាតិមួយចំនួនតាមដែលអាចធ្វើទៅបានទោះបីថាវាថ្មីប៉ុន្តែយើងបានចូលរួមហើយកិច្ចការងារអប់រំបច្ចុប្បន្ននេះពុទ្ធកសមាគមបានបញ្ជូនប្រសង់ឲ្យទៅបង្រៀនសិស្សនៅសាលាក្នុងទីក្រុងភ្នំពេញនេះ12សាលាដែលនៅដើរដល់សប្តាហ៍ថ្ងៃនេះហើយទាំង12សាលានេះគឺមានប្រសង់ចូលទៅបង្រៀនរៀងរាល់ថ្ងៃសិលខ្លះនឹងថ្ងៃដែលអាចសមស្របជាមួយកាលវិភាគរបស់សាលាដែលអនុញ្ញាតខ្លះយើងធ្វើកិច្ចការងារនេះមករហូតដល់បច្ចុប្បន្ននេះជាតួនាទីមួយចំនួនដែលពុទ្ធកសមាគមកម្ពុជារដ្ឋមានហើយនឹងកិច្ចការងារផ្សេងទៀតយ៉ាងណាខ្ញុំកណាសូមចូលរួមប៉ុណ្ណេះសូមអរគុណគណៈម្ចាស់គណៈអរគុណចំណាយកម្មការព្រះសិរីកុសលសុំសុខាគណៈប្រធានគណៈម្ចាស់ឥឡូវនេះបន្តទៅទៀតប៉ុន្តែបន្តចាប់ផ្ដើមជាសំណួរចម្លើយតែម្ដងដោយសារពេលយើងកាន់តែខាយហើយអញ្ចឹងគណៈមានបទបង្ហាញទៀតនឹងអស់ពេលក្នុងការជជែកភាសាគណៈម្ចាស់ដោយសារតែដោយគណៈបានទូលប្រគេននឹងជម្រាបពីខាងដើមជាប្រធានបទធំពុទ្ធសាសនានិងកិច្ចការសង្គមបាទឥឡូវលោកថាមកជ័យចែកដឹងតាំងទេនិយាយគ្នាហើយជាធម្មតាមកពេលនេះគឺហៅខ្ញុំមកធ្វើបទបង្ហាញហើយខ្ញុំមានរបស់ខ្ញុំពេលមិន10ហ្វ្លឹកតែវាសំខាន់តែមួយហ្វ្លឹក2ហ្វ្លឹកទេដែលខ្ញុំจะបង្ហាញចំណុចចាំតពេលខ្ញុំចាំហ្វូខ្ញុំដូចគុំមានពុទ្ធកាលអ្នកដែលស្ដាប់ទេដែលត្រូវហ្វូអញ្ចឹងណាចេះណាចាំដល់ខ្ញុំតែមកហ្នឹងអញ្ចឹងក៏បានឥឡូវកម្មវិធីរៀងប្រែប្រួលបន្តិចដោយសារតែវាគ្មិនលោកមិនព្រមឥឡូវចាប់ផ្ដើមទៅបន្តទៅទៀតគឺប្រគុណម្ចាស់ព្រះបញ្ញាមនីហសិង្ហៃព្រះបញ្ញាមនីញាណគណៈម្ចាស់សូមនិមន្តព្រះអង្គប្រធានដើម្បីរំលេចមើលតែសង្ខេបបន្តិចគណៈម្ចាស់ប្រហែលជាពេលយើងនឹងមិនមានពេលជជែកច្រើនទេគណៈមើលព្រោះទៅតាមបែបហ្នឹងគណៈទូលព្រះបង្គំសូមក្រាបថ្វាយបង្គំបណ្ដាជាម្ចាស់គ្រប់ព្រះអង្គព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាទីគោរពសក្ការៈអនុញ្ញាតខ្ញុំកណាអាភិបចម្រើនពួរតកតងទៅនឹងអង្គការខ្ញុំកណាអាត្មាភាពនឹងប្រហែលជាបិសងគ្រប់ព្រះអង្គបានជ្រាបហើយមានឈ្មោះថាជាអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាដែលជាទូគេស្គាល់ថាពអក
วัตถุบ่มนองในปอกบ่อเยืองนี้คือเมียนปีสำคัญปีมวยคือเลือกกำปอสลทอสังคมตามยะการอบรมปีคือเลือกตัวสุขมาลเพียรสังคมตามยะการเงียบนุสทอวัตถุนองปีนี้เรียบจอมกรองปอกคือชลายตอบตอนนั้นปุตตะไดการะบอบพระสมัยสัมพุทธได้พระองค์ปีกาดอลเอาไว้คือเมียนปีหาทายจีทอมเตียนให้นังอเมสเตียนนะเมสเตียนให้นังทอมเตียนนี่จีโกลกาสำคัญกรองปอกบ่เยอะรบมาดอปัจจุบันปอกบานอภิวัตคลวนละมมกัวซ้อมได้ระยะเป็นดอกชนามเฉียงตั้งปีประกาศมดชนามปีปอนดอกปีกันนะแล้วนี่ยังเมียนตีตังในบัดตำบ้องเดิมเมียนใดใบเหตาเฉียงให้ขนมนกขนมดอยยังเมียนสลาอบรมได้เมียนศาสนาศาสตร์ตัวการศึกษาเรียงรอยไงนั่งใบรอยเนี่ยสตจีโกนจางเนี่ยสกเนี่ยภูมิได้รอในตีโนคือเมียประสังได้สมัครปฏิปงเรียนนะปงเรียนจะเรียงรอยไงปีไงจันทร์เราไงศกคือเราการอบรมในพระพุทธศาสนาเอาจะทัวเจ้าเสกคือทำกันนัดมาเพียบเมียนโมตนะเมียนเพียบมันเต้นคือไม่จะจำโซทัวสมเซลจะทัวสำคัญแต่ยังกูอาจจะโดยจะเซลแปมโดยจะมองกลโซดไอ้คือไอโซดบานไปไม่ไอ้นั่งสังเดชจะเชียงขปงได้กลุ่นเกเตียดพองให้จะเรียงรอไงเซลคือถ้าโกนต่างอันกรมดอลบายยังคือเตามาสลับทัวสมาธิเรียงรอไงเซลนั้นจะไปจำแต่มาดองอันนี้ในขนมมันดอลบายยังได้ยังประกาศอบรมเมียนในภาษาอังกฤษภาษาขมายภาษาจันให้คอมพิวเตอร์กันนะนึกเรียงรอยไงขนมดอลบายยังปัจจัยก็เมียนการที่ได้ยังสหการจำนวนนังสลาได้โดยจงวิญก็ใบนังจำนวนบุญสลาได้เมียนสะเชียงหมกเนี่ยจังสรุปขนมการอบรมเชียไปจำมาแค่นึกยังสรุปเตอร์ยังแบนสะโจดอลตวงปรามปอนเนี่ยเชียงได้เดเชียจำนวนขณะนี้ในอบรมเชียประจำปันแต่ขนมนกก็ยังมีการอบรมขณะเชียสักคาสลาเดี๋ยวยังจะต่อตามสกอปเชียไลหรือเชียไลหรือตามสหกรมเซนต่อตามเปลลีตามการนิมนต์การที่เซนวัสลาไอ้นั่นคือมีประซองทางปัวก็ยังจะตือนาพังได้นั่นในอบรมไอ้มวยเตี้ยในมโนสถัวคือทางปอกยังบานดอลและคณะจีหารูปธรรมดอลครัวซาดอลนี่ฟ้าลัดเพียบมันมีลัดเพียบนำไปกดกองครัวซาไอ้จังเตอร์ก็ปอกบานช่วยปันแต่ขนมโนการช่วยนี่มันอาจารย์ไตรเต้ปันแต่ยังมีกรรมที่แท้มวยแค่ถึงไม่จะบานบุญดองขณะมวยแค่ถึงไม่จะบานบุญดองดอลครัวซาได้ฝากขาดจังเนี่ยนี่จีกิจการขนมกลุ่มโรงเยี่ยมประจำดอลเนี่ยฝากขาดขนมสหกรมบ่เยอะให้มวยติดขนมกะละติดได้เมียนปัญหาอุทธรโดยยังเมียนสังเกตทำไมนี้ก็คางพวกก็ยังบานโจรวมเจสกรรมช่วยดอกบางปอนบ่เยอะไอ้พังได้ไอ้โดยเมียนตึกจุ่มนวลหรือก็เพลิงแชปเตะไอ้นั่นยังช่วยมวยนายเซนตะติดขณะให้มวยติดการเงียบในพุทธิกะศึกษาก็ยังบานจูรวมช่วยชาญได้ในบัตรดำบ้องยังมีปุติกะสกอตไลเซนรีมีมีสลาอึ้งท้วงนะให้นังมีคางสลาโมงไซวิชลายอนุวิชลายโมงไซให้นังในคางนายรมีนะในคางทมกูลจังเรียงรอลเป็นได้สำนักนิสิตสำนักเสโดยฉะนั้นโลกมันปลองจบในเตลอคือคางปัวก็ยังเลิกตึกจัดขณะนี้ขนมในดำไปจูรวมเลือกกำปในวิสัยพุทธกะศึกษาขณะมาขณะจ่าสาธุขณะจ่าอปกุลเช่นในการประกาศจำพวกพระปัญญามณีเย็นขณะจ่าปตอเตียดพระครูทอมเมสไรเย็นขณะจ่าล้อมเลื่อมนะขณะโซมรัตเนียดำไปรุมเล็กปีสาวดามันติกหรือให้โจคลำซาในมรองกันนะนาเจียปทอมทรงละมอนกายถวายบังคมจงปัวสมได้ประเดชเจกันนะประครูประเทรานุเทนะกรุปอังจติกรุปสการะดอกปงปัวให้กระทรวงจำเริญโปดอลให้ดำลูกสไลได้เมียนวัฒเมียนนักนององพิธีนักนองการนี้ดอยสกได้
ស្រឡាញ់រាប់អានដល់ជ្រាលជ្រៅក្នុងព្រះធម៌នៅក្នុងឱកាសនេះខ្ញុំកាលណាអាត្មាភាពមានកិត្តិយសដែលសម្ដេចបាននិមន្តមកដើម្បីចូលរួមបទបង្ហាញទាក់ទងនឹងពុទ្ធសាសនានិងកិច្ចការងារសង្គមខាងដើមសម្ដេចព្រះរាជាគណៈព្រះគ្រូក៏ដូចជាឯកឧត្តមលោកស្រីបានស្ដាប់បទបង្ហាញអំពីព្រះវេគ្មិនទាំងពីរព្រះអង្គដែលបានបទបង្ហាញទាក់ទងនឹងអង្គការសម័យអង្គរៀងអង្គនៅក្នុងការនេះខ្ញុំកណាមិនចំណាយពេលច្រើនទេទាក់ទងនឹងរឿងសមាគមជីវិតនិងក្តីសង្ឃឹមដែលសមាគមនេះគឺត្រូវបានបង្កើតដោយឯកឧត្តមហ៊ឿនសំនៀងដែលកាលនៅជាប្រសង់ហើយគង់នៅក្នុងវត្តដំណាក់បានបង្កើតនៅក្នុងឆ្នាំ2005តាំងពីឆ្នាំ2005រហូតមកដល់បច្ចុប្បន្ននេះគឺស្មើនឹង20ឆ្នាំណាអញ្ចឹងខ្ញុំគណៈអាត្មាភាពនេះបានគ្រប់គ្រងសមាគមនឹងគឺនៅក្នុងឆ្នាំ2015បន្ទាប់ពីឯកឧត្តមហ៊ឿនសំនៀងនឹងគាត់បានលាចាកសិក្ខាបទទៅជាគ្រូហោះហើយខ្ញុំគណៈអាត្មាភាពក៏បានទទួលជានាយកដឹកនាំបន្តរហូតមកដល់បច្ចុប្បន្នសមាគមនេះបង្កើតដំបូងគឺមានគម្រោង2សំខាន់ទី1គឺគម្រោងស្បៀងអាហារដើម្បីការអប់រំដែលធ្វើនៅក្នុងសង្កាត់ទាំង4នៃក្រុងសៀមរាបណាហើយទី2គម្រោងសាលាភាសាបរទេសគឺមានបើកសាលាភាសាបង្រៀនភាសាបរទេសដែលមានភាសាអង់គ្លេសជាដើមដល់អ្នកទាំងឡាយណាដែលមានប្រាថ្នាដើម្បីចង់ចេះដឹងផ្នែកភាសាបរទេសហើយនឹងជំនាញកុំព្យូទ័រនឹងអាចចូលទៅសិក្សារៀនសូត្របានដោយមិនមានការបង់ថ្លៃទេក្រោយមករហូតដល់ឆ្នាំ2012សមាគមបានពង្រីកគម្រោងរហូតដល់7គម្រោងរហូតដល់7គម្រោងប៉ុន្តែក្រោយពេលដែលមានកូវីដចូលមកដល់យើងក៏មានវិបត្តិទូទាំងពិភពលោកមិនមែនវិបត្តិតែនៅក្នុងប្រទេសកម្ពុជារបស់យើងទេគឺមានន័យថានៅក្នុងពិភពលោកគឺទទួលរងផលប៉ះពាល់ពីកូវីដហើយសមាគមនឹងក៏ប៉ះពាល់ដែរក៏បានកាត់បន្ថយគម្រោងរហូតដល់បច្ចុប្បន្ននេះនៅសល់តែ4គម្រោងទេគឺគម្រោងនិរន្តរភាពសហគមន៍មួយដែលយើងធ្វើការជាមួយនឹងគ្រូសាក្រីក្រនៅក្នុងសហគមន៍តាមរយៈការចែកស្បៀងប្រចាំខែចែកឯកសណ្ឋានសិស្សចែកសម្ភារៈសិក្សាហើយនឹងការអប់រំសហគមន៍ហើយទី2គឺគម្រោងបណ្ដុះបណ្ដាលជាជីវៈកាត់ដេរគឺយើងមានបើកសាលាកាត់ដេរដែលយើងបង្រៀនជំនាញកាត់ដេរដល់ស្ត្រីហើយនិងយុវតីដែលក្រីក្រហើយទទួលបានការអប់រំតិចណាចប់បឋមឬក៏ចប់អនុវិទ្យាល័យណានៅក្នុងសាលាកាត់ដេរនោះយើងមិនមែនបរៀនតែជំនាញកាត់ដេរតែម្យ៉ាងទេគឺក្រៅពីកាត់ដេរក៏មានបង្រៀនភាសាមានបង្រៀនសិលធម៌ហើយនឹងមានបង្រៀនពីជំនាញទន់មួយចំនួនសម្រាប់រួមជាមួយនឹងជំនាញដែលគាត់រៀននឹងដើម្បីទៅបន្តមុខរបរពេលដែលបញ្ចប់ពីការបណ្ដុះបណ្ដាលហើយនៅគម្រោងមួយទៀតគឺគម្រោងលើកកម្ពស់ការអប់រំសម្រាប់សិស្សស្រីគម្រោងនឹងគឺផ្ដល់អាហារូបករណ៍ដល់សិស្សស្រីដែលរៀននៅវិទ្យាល័យហើយនិងក្រៅវិទ្យាល័យដើម្បីបញ្ចប់វិទ្យាល័យហើយបន្តទៅក្រៅវិទ្យាល័យនៅក្នុងគម្រោងនោះផងដែរក៏ទទួលបានការឧបត្ថម្ភពីញោមអ៊ីងសិទ្ធារាជាពុទ្ធមហាបាសកពុទ្ធសាសនុបត្ថម្ភនឹងធ្លាប់បានជួយសិស្សដែលចេញពីគម្រោងនឹងមកសិក្សានៅរាជធានីភ្នំពេញនឹងហើយឥឡូវពួកគេបានបញ្ចប់បរិញ្ញាបត្រកំពុងតែបន្តធ្វើការងារនៅក្នុងរាជធានីភ្នំពេញហើយនឹងមានអ្នកខ្លះកំពុងតែតបរិញ្ញាបត្រចិនខ្ពស់ដែរបងហើយអរគុណច្រើនដែលញោមបានជួយហើយទី4គឺគម្រោងពុទ្ធសាសនាក្នុងសង្គមគម្រោងនេះគឺផ្ដោតទៅលើព្រះសង្ឃស្ទើរទាំងស្រុងគឺប្រគេនអាហារូបករណ៍ចំពោះព្រះសង្ឃទៅរៀនថ្នាក់ឧត្តមសិក្សាក្នុងមួយឆ្នាំ10អង្គណាហ
ហើយប្រសង់ដែលទៅទទួលបានអាហារូបករណ៍នោះគឺចូលរួមជាមួយសមាគមចុះបរិញ្ញាសិលធម៌ដល់សិស្សានុសិស្សនិងដល់គ្រូសិស្សហើយរួមទាំងមានចុះទៅអប់រំសិលធម៌នៅក្នុងពន្ធនាគារខេត្តសៀមរាបផងដែរហើយចុះចែកស្បៀងសង្គ្រោះបន្ទាន់ស្តីងនឹងសកម្មភាពរបស់លោកគ្រូមនីបញ្ញាញាណហាសិង្ហៃដែរគឺមានន័យថាញាតិញោមដែលជួបវិបត្តិជួបអន្តរាយផ្សេងក៏យើងចុះទៅជួយអានេះជាសកម្មភាពរបស់សមាគមជីវិតនិងក្តីសង្ឃឹមហើយគោលបំណងនៃការបង្កើតសមាគមជីវិតនិងក្តីសង្ឃឹមនេះសំខាន់គឺចង់ផ្សារភ្ជាប់ទំនាក់ទំនងរវាងព្រះសង្ឃហើយនិងពុទ្ធបរិស័ទដែលពុទ្ធបរិស័ទគឺមានទំនាក់ទំនងជួយមកប្រសង់របស់យើងច្រើនតាមខ្ញុំកណាដឹងនៅខាងតំបន់ខ្ញុំកណាបើសិនជានៅក្នុងវត្តមានបញ្ហាឧទាហរណ៍ថាប្រសង់អាពាតគេទុំដស្គរទៅគឺអ្នកស្រុកមកជុំទុំដស្គរ3 ដងទៅគឺថាអ្នកស្រុកមកជុំវិញវត្តស៊ូប្រសង់មានបញ្ហាអីកើតអីមកជួយប្រងព្រាតអញ្ចឹងយើងក៏គិតត្រឡប់ទៅវិញថាតើយើងក្នុងនាមជាវត្តយើងមានអីធ្វើដើម្បីជួយទៅញាតិញោមនៅពេលដែលញាតិញោមមានបញ្ហាមានវិបត្តិអញ្ចឹងហើយចំណុចនេះក៏ឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចតេជោដែលបានលើកឡើងកាលពីម្សិលមិញទាក់ទងនឹងរឿងទំនាក់ទំនងរវាងពុទ្ធចក្រហើយនឹងអាណាចក្រគឺបានចូលរួមជួយជ្រោមជ្រែងផ្គត់ផ្គង់ផ្នែកពុទ្ធចក្រយ៉ាងសកម្មប៉ុន្តែតើខាងពុទ្ធចក្រយើងបានធ្វើអ្វីខ្លះដើម្បីជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងជួយរបស់អាណាចក្រមកលើពុទ្ធចក្រហ្នឹងអញ្ចឹងសមាគមជីវិតនិងក្តីសង្ឃឹមនេះគឺជាផ្នែកតូចមួយដែលយើងធ្វើដើម្បីជាការឆ្លើយតបទៅនឹងផ្នែកអាណាចក្រដែលបានជួយជ្រោមជ្រែងផ្គត់ផ្គង់វត្តអារាមប្រសង់ឲ្យបានសិក្សារៀនសូត្រហ្នឹងគឺថាបន្ទាប់ពីយើងសិក្សារៀនសូត្រហើយយើងមានចំណេះដឹងមានជំនាញខ្លះយើងធ្វើសកម្មភាពដើម្បីឆ្លើយតបទៅនឹងញាតិញោមពុទ្ធបរិស័ទវិញណាសូមប្រកេនជូនប៉ុណ្ណឹងសូមអរគុណនិងសូមអរគុណគណៈម្ចាស់សូមអរគុណជាអ្នកកម្មការចំពោះព្រះគ្រូធម្មសរិញយានឡំលឿមបងជាប្រធានសមាគមជីវិតនិងក្តីសង្ឃឹមគណៈម្ចាស់មិញគុណម្ចាស់បានរំលេចយ៉ាងច្រើនជាមួយរឿងនេះហើយជាបន្តក្នុងធ្វើបទបង្ហាញចុងក្រោយមុនដល់កិច្ចពិភាក្សាពេញអង្គនេះសូមអញ្ជើញលោកធម្មបណ្ឌិតរំលេចអំពីបេសកកម្មនិងវត្ថុម្ដងមួយចំនួនដោយសារតែអង្គការនេះកើតយូរមែនទែនហើយតាំងពីទសវត្សរ៍9ជាងតាមពីខ្ញុំកណានៅជាបព្វជិតដូចខ្ញុំកណារំលេចពីខាងដើមមិញហ្នឹងនៅតែដឹងឮអ្នកខេត្តបាត់ដំបងនរណាក៏ឮដែរណាគឺអង្គការរបស់លោកធម្មបណ្ឌិតនឹងអញ្ចឹងសូមអញ្ជើញដោយសារយើងមានពេលច្រើនឥឡូវតាមព្រះអនុញ្ញាតមកមិញនេះរហូតដល់ម៉ោង3បាននៃរយៈពេល2ម៉ោងអញ្ចឹង2ម៉ោងគឺថាអាចពេញលេញហើយសូមអញ្ជើញអ្នកបាត់ដំបងច្រើនជាងគេអ្នកបាត់ដំបងដូចច្រើនដូចពុកអលួយពុកអលួយសូមនមស្ការថ្វាយបង្គំសូមនមស្ការថ្វាយបង្គំចំពោះសម្ដេចគ្រប់ព្រះអង្គថេរានុថេរៈព្រមទាំងឯកឧត្តមលោកស្រីជំទាវគ្រប់ខ្ញុំកណាមកពីបាត់ដំបងឈ្មោះហេងមនីចិន្តាឆ្នាំនេះអាយុ66បើខ្មែរគេហៅ67ហើយឡើងមកក្នុងថ្ងៃនេះដែលហេតុថាទីមួយខ្លួនចាស់ទីពីរដែលហេតុថាធ្លាប់បានធ្វើកិច្ចការនេះច្រើនមកហើយប្រគុណម្ចាស់ក៏បានបង្ហាញជាច្រើនដូច្នេះខ្ញុំកណាខ្ញុំនឹងមិនបង្ហាញអំពីសកម្មភាពខ្លួនឯងដែលធ្លាប់បានបួសតាំងពីឆ្នាំ1980នោះមកទេតែនឹងចង់ប្រកេនប្រគុណម្ចាស់គ្រប់ព្រះអង្គអំពីបទពិសោធន៍អាក្រក់អាល្អមិនសូវមានច្រើនហើយចឹងនិយាយបទពិសោធន៍ដែលវាមិនល្អហើយប៉ះពាល់ទៅដល់ស្ថានៈរបស់យើងជាអ្នកបួស
នឹងស្ថានៈរបស់យើងទាំងអស់គ្នាដែលជាអ្វីដែលយើងម្នាក់បានចូលរួមចំណែកដោយគិតថាជាការងាររបស់ពួកយើងទាំងអស់គ្នាជាប្រសង់ជាទូទៅយើងបានប្រើពាក្យថាពុទ្ធសាសនានិងកិច្ចការមនុស្សធម៌ក៏តែយើងអត់ដឹងថាយើងយកពុទ្ធសាសនានៅត្រង់ចំណែកណាមួយមកប្រើទេតែខ្ញុំគណៈក៏ចង់បង្ហាញថាបើនិយាយពីពុទ្ធសាសនាគឺយើងមានច្រើនមានរាប់ពីក្រោមទៅពុទ្ធសាសននិមិត្តបានដល់សំដៅព្រះពុទ្ធបដិមាពុទ្ធសាសនស្ថានបានដល់វត្តអារាមពុទ្ធសាសនពិធីបានដល់កិច្ចការគ្រប់បែបគ្រប់យ៉ាងទាំងអស់ដែលទាក់ទងនឹងបុណ្យទានហើយពុទ្ធសាសនសិក្សាបានដល់ការសិក្សាបត្រៃបិដកពុទ្ធសាសនាប្រតិបត្តិបានដល់ការអនុវត្តតាំងពីបិណ្ឌបាតឡើងទៅហើយនឹងប្រតិបត្តិការីតើមានអ្នកណាខ្លះដែលនៅក្នុងនេះយើងឃើញថាមានតាំងពីអ្នកលក់ធម្មតាហើយនឹងនៅក្នុងរដ្ឋសភាព្រឹទ្ធសភាបរួមទៅគឺនីតិបញ្ញត្តិនីតិប្រតិបត្តិនិងនីតិតុលាការជាទូទៅខ្ញុំគណៈសូមបន្តមកទៅនេះយើងទាំងអស់គ្នាសម្គាល់លើពាក្យមនុស្សធម៌បច្ចុប្បន្ននេះគឺសំដៅទៅលើការជួយសង្គ្រោះប៉ុន្តែនៅក្នុងពុទ្ធសាសនាមនុស្សធម៌គឺជាថ្នាំបំពន់មួយសម្រាប់ពុទ្ធបរិស័ទឬនរណាក៏ដោយដែលកាន់សិល5ដូច្នេះសិល5គឺជាគូនឹងមនុស្សធម៌សិល5គឺជាការប្រាប់កុំឲ្យធ្វើឯមនុស្សធម៌គឺជាការបំពេញឲ្យคล้ายទៅជាមនុស្សពិតប្រាកដដែលនៅក្នុងនោះមានតាំងពីមេត្តាករុណាសមាជីវៈកាមសង្វរៈសច្ចៈសតិសម្បញ្ញៈយើងខានទៅភ្លេចមនុស្សធម៌តែយើងផ្ដោតអារម្មណ៍ទៅលើការហាមមិនឲ្យប្រព្រឹត្តខុសនឹងសិល5នេះជាចំណុចមួយដែលយើងត្រូវគិតថានៅក្នុងការងារដែលយើងធ្វើយើងបានធ្វើតែលើរឿងសិលឬយើងបានធ្វើទៅលើរឿងធម៌ផងដែរជាទូទៅបន្តអំពីយើងបានធ្វើនៅកិច្ចការទាក់ទងទៅនឹងមនុស្សធម៌ហាមមិនឲ្យធ្វើអំពើអាក្រក់បបសករណាំងឲ្យធ្វើសេចក្តីល្អឲ្យព្រមកុសលសោបសម្បទាហើយនឹងបំពេញនៅមនុស្សធម៌ទាំងអស់នេះយើងនឹងបានទទួលនៅពរ5យ៉ាងយ៉ាងហោចណាស់4យ៉ាងគឺរបស់ល្អពរគឺវិរៈរបស់ល្អយើងនឹងបានអាយុកើតនឹង1បានសម្បុរវណ្ណៈកើតនេះ2សុខៈកើតនេះ3ពលៈកើតនេះ4នេះគឺជាទូទៅអ្វីដែលក្រុមរបស់យើងកំពុងតែធ្វើក្រុមនេះប្រសង់ធ្វើដែរប្រសង់ស័កធ្វើដែរប្រស័កបើយើងនិយាយថាតើពុទ្ធសាសនានិងកិច្ចការមនុស្សធម៌នឹងព្រះលោកមានពុទ្ធដីកានៅត្រង់កន្លែងណាខ្ញុំគណៈសូមប្រកេនដឹកគុណថានៅក្នុងបត្រៃបិដកលេខទី6ទំព័រ66បន្ទាប់អំពីព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងនៅក្នុងខែវិសាខសម្ដែងធម្មចក្រនៅក្នុងខែអាសាឍហើយគង់ចាំភាសាទីនោះប្រោសប្រជាជនបាន60នាក់ខ្លាយទៅជាព្រះអរហន្តព្រះអង្គក៏បានពោលកិច្ចការទាំងអស់នេះនិយាយទៅគឺជាសរាចរទី1គឺជាបទបញ្ជាទី1ដែលព្រះពុទ្ធអង្គលោកបានបញ្ចេញមកប្រាប់ឲ្យភិក្ខុទាំងអស់នោះធ្វើដំណើរទៅតាមភូមិឋានដើម្បីសម្ដែងធម៌តែខ្ញុំកណាសូមបែងចែកនេះគឺថាគឺមានវគ្គទី1តេតូនទៅនឹងរួចលោកប្រាប់ភិក្ខុថាពួកយើងទាំងអស់នេះសិតតែរួចពីអន្តៈមាទាំងអន្តៈទេវតានិងអន្តៈមនុស្សស្លោកហើយទី2គឺព្រះអង្គបានប្រាប់អំពីរបៀបសម្ដែងធម៌របៀបផ្សព្វផ្សាយធម៌ថាគួរធ្វើយ៉ាងម៉េចដើម្បីចេញទៅផ្សព្វផ្សាយធម៌ជាមួយនឹងសហគមន៍លោកប្រើពាក្យស្រុកនិគមនិងរាជធានីទី3គឺលទ្ធផលអ្វីខ្លះដែលនឹងកើតឡើងតែព្រះអង្គប្រើពាក្យផ្ទុយបើសិនជាអ្នកទាំងអស់គ្នានឹងមិនបានស្ដាប់ធម៌
ក្នុងនេះលោកបានប្រើពាក្យថាសត្វទាំងអស់នឹងសាបសូន្យចាកមគ្គផលប៉ុន្តែនៅក្នុងបល័យលោកប្រាប់ខ្លួនថាសាបសូន្យអំពីចាកសន្តិបានន័យថាបើអ្នកទាំងអស់នោះពុំបានស្ដាប់ពុទ្ធធម៌របស់ព្រះសម្មាសម្ពុទ្ធទេទាំងអស់គ្នានោះនឹងបាត់បង់នៅសន្តិភាពជាទូទៅពាក្យដែលថាពុទ្ធសាសនានិងកិច្ចការមនុស្សធម៌ដែលព្រះពុទ្ធអង្គបានបង្កប់ព្រះភិក្ខុឲ្យទៅទាំង60រូបចេញទៅតាមផ្លូវផ្សេងៗបន្តមកទៀតរហូតដល់មានមកដល់សប្តាហ៍ថ្ងៃនេះមែនទេទៅចែកទៅជា2គឺធម៌សម្រាប់ក្រហមហើយនឹងធម៌សម្រាប់ព្រះសង្ឃធម៌សម្រាប់ប្រហោះយើងឃើញមាននៅក្នុងបញ្ញកិរិយាវត្ថុសូត្រដែលព្រះអង្គប្រាប់ថាគូចម្រើនទានផងប្រព្រឹត្តស្មើគឺសិលផងមេត្តាចិត្តផងចំណែកធម៌សម្រាប់ព្រះសង្ឃខ្ញុំណាសូមយកប្រភព2គឺប្រភពទី1ដែលគម្ពីរវិសុទ្ធមគ្គតែងឡើងដោយពុទ្ធឃោសាចារ្យលោកបានដកស្រង់ចេញពីបិដកភាគ29ទំព័រទី34យកមកតាំងជាប្រធានបទនៃវិសុទ្ធមគ្គដោយប្រើពាក្យថានរជនឯណាតាំងនៅមមហើយក្នុងសិលចម្រើននៅចិត្តផងបញ្ញាផងនរជននោះជាភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកម្ដៅកិលេសអ្នកមានបញ្ញាជាគ្រឿងរក្សាខ្លួនក៏បីស្រាយនៅចដានេះបានដូចនេះចំណែកមួយកន្លែងទៀតគឺជាសេចក្តីដើមនៃគម្ពីរវិមុតតិមគ្គគម្ពីរវិមុតតិមគ្គនេះតែងឡើងដោយព្រះអរហន្តឧបតិស្សៈហើយត្រូវបានព្រះសង្ឃខ្មែរយើងប្រណិមព្រះសង្ឃកបាលៈនិមន្តទៅកាន់ស្រុកចិននៅក្នុងរង្វង់សតវត្សទី6ប្រែជាពីរភាសាអាចជាបាលីឬសំស្ក្រឹតឬបាក្រិតទៅជាភាសាចិនហើយមានជនជាតិបរទេសបានប្រែពីភាសាចិនទៅជាភាសាអង់គ្លេសហើយខ្ញុំបានប្រែពីអង់គ្លេសមកជាភាសាខ្មែរដែលអង់គ្លេសគេដាក់ The Path of Freedom ជាភាសាខ្មែរគឺគម្ពីរវិមុតតិមគ្គលោកបានលើកយកនៅបិដកភាគ16ទំព័រ260ដែលប្រើពាក្យថាធម៌តានេះគឺសិលសមាធិបញ្ញានិងវិមុតដ៏ប្រសើរព្រះគោដមព្រះអង្គមានយសបានត្រាស់ដឹងហើយព្រះពុទ្ធអង្គត្រាស់ដឹងយ៉ាងនេះហើយទើបសម្ដែងធម៌ប្រាប់ចំពោះភិក្ខុទាំងឡាយព្រះសាស្តាមានចក្ខុទ្រង់ធ្វើនៅព្រះនិព្វានជាទីបំផុតនៃកងទុក្ខទ្រង់បរិនិព្វានហើយទាំងពីរកន្លែងនេះចង់បញ្ជាក់ថាព្រះសង្ឃយើងមានសិលមានសមាធិមានបញ្ញាជាគ្រឿងប្រដាប់ហើយត្រូវធ្វើម៉េចដើម្បីឲ្យបាននៅវិមុតតិធម៌យើងឃើញថាមកដល់បច្ចុប្បន្ននេះពួកយើងទាំងអស់គ្នាច្រើនតែច្រឡំដណ្ដើមភារកិច្ចគ្នាណាស់ចាស់ប្រសាឥឡូវលេងសូវនិយាយរឿងទានសិលភាវនាតែចាប់ផ្ដើមលេងគឺសិលសមាធិបញ្ញាយ៉ាងហោចណាស់ពុទ្ធកវិទ្យាល័យយើងមានសិលសមាធិបញ្ញាប៉ុន្តែនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រក៏សិលសមាធិបញ្ញាដែរនេះគឺជារឿងដែលព្រះពុទ្ធអង្គលោកប្រាប់ឲ្យប្រស័កធ្វើប្រស័កទៅរស់នៅក្នុងសង្គមត្រូវការលុយត្រូវការកាក់ដើម្បីយកមកចែកចាយគ្នាចំណែកប្រគុណម្ចាស់អត់មានលុយទេមានតែបាយណាម្ចាស់ដើរសុំគេលហេមលហាមខ្ញុំកណ្ដាលនៅបួសក៏លហេមលហាមដូចគ្នាពេលបិណ្ឌម្ដងនិយាយពីញើសហូរតាមជើងនឹងធ្លាក់ទៅដល់ខាងក្រោមហ្នឹងណាម្ចាស់ครับមានស្អីនឹងឲ្យប៉ុន្តែហ្នឹងបានព្រះលោកបែងចែកថាប្រសង្ឃប្រសាគឺបញ្ញកវត្ថុបញ្ញកិរិយាវត្ថុ3បើនិយាយឲ្យពឹសស្ដាគឺបញ្ញកិរិយាវត្ថុ10ចំណែកប្រសង្ឃគឺត្រៃសិក្ខា3និយាយឲ្យពឹសស្ដាគឺពោធិបក្ខយធម៌37ដែលព្រះអង្គសម្ដែងជាពិសេសនៅចុងបញ្ចប់តែពេលព្រះអង្គរៀបចូលបរិនិព្វាននិយាយពុទ្ធសាសនានិងសង្គមជាតិដូច្នេះនៅពេលដែលយើងដឹងហើយយើងយកមកមើលថាតើពុទ្ធសាសនាយើងយ៉ាងម៉េចរដ្ឋាភិបាលបានដាក់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋនៅកន្លែងមួយទៀតគឺមាត្រា49ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់ប្រជាពលរដ្ឋដូច្នេះងាកត្រឡប់មកវិញដើម្បីបានថ្វាយសម្ដេចថានៅក្នុងគម្ពីរពុទ្ធសាសនាលោកបានបែងចែកថាធ
ធរណាខ្លះសម្រាប់ប្រហោះគឺទានសិលភេវនាដោយពឹស្ដាគឺបញ្ញកិរិយាវត្ថុ10ដោយសង្ខេបដែលយើងតែនិយាយគឺទានសិលភេវនាបញ្ញកិរិយាវត្ថុ3សម្រាប់ព្រះសង្ឃយើងមាន3គឺសង្ខេបគឺត្រៃសិក្ខា3ដោយពឹស្ដាគឺពោធិបក្ខីយធម៌37នេះចែកគ្នាដាច់រវាងពើលឿងពណ៌ក្រហមសុទ្ធហើយនឹងពណ៌កលេកលាទៅតាមគេតាមឯងណាចាស់បើនិយាយពីពុទ្ធសាសនានិងសង្គមជាតិយើងត្រូវដឹងថាយើងមានជាតិសាសនាព្រះមហាក្សត្រដែលជាបាវចនាទាំងអស់គ្នាត្រូវបញ្ហាសំខាន់គឺមាត្រា43បើកសិទ្ធឲ្យពលរដ្ឋគ្រប់រូបមានជំនឿខាងសាសនាក៏ប៉ុន្តែបានបញ្ជាក់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋនេះគុណម្ចាស់ត្រូវចាំឲ្យច្បាស់ថាប្រទេសពិភពលោកនេះហាក់ដូចជាកម្រមានប្រទេសណាដែលដាក់ពុទ្ធសាសនាជាសាសនារបស់រដ្ឋណាប៉ុន្តែនៅក្នុងមាត្រា49ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិកាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ទាញជាសេចក្តីសន្និដ្ឋានប្រសង់នៃកម្ពុជាយើងមានឋានៈជាប្រជាពលរដ្ឋនៃកម្ពុជាដែលហេតុថាប្រសង់ជាសមាជិកនៅក្នុងពុទ្ធសាសនាប្រសង់ជាពលរដ្ឋមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិពុទ្ធសាសនាជារបស់រដ្ឋដូច្នេះពលរដ្ឋពេលរដ្ឋសុំឬតម្រូវឲ្យប្រសង់ធ្វើកិច្ចការសង្គមជាតិប្រសង់ត្រូវពិចារណាទៅលើអ្វីដែលហៅថារាជភ័យនេះเป็นแฟนលោកតែងប្រាប់ខ្ញុំថាប្រសង់នេះមិនអាចឲ្យអីទៅផ្សក់បានទេតែបើព្រះរាជាឬរដ្ឋាភិបាលបង្គាប់ថាឲ្យគឺត្រូវឲ្យក្នុងវិន័យព្រះពុទ្ធអង្គលោកអនុញ្ញាតហើយម្យ៉ាងទៀតក្នុងភ័យទាំងអស់ហ្នឹងមានពាក្យរាជភ័យមួយភ័យអំពីស្ដេចមែនទេតែប៉ុន្តែរាជក្នុងទីនេះអាចប្រែថាមន្ត្រីរាជការឬរដ្ឋាភិបាលអាចប្រែថានីតិបញ្ញត្តិនីតិបប្រតិបត្តិនីតិតុលាការគឺថាប្រសិនជាអស់លោកទាំងអស់នោះសុំប្រសង់ត្រូវពិចារណាថាតើវាគួរធ្វើឬមិនគួរធ្វើដូចជាសម្ដេចតេជោម្សិលមិញលោកបើក៏លោកបានសុំឲ្យយើងធ្វើជាដើមនេះគឺរឿងមួយដែលត្រូវពិចារណាជាទូទៅយើងតែនិយាយថាប្រទេសកម្ពុជាយើងសំខាន់គឺវាមានប្រទេសដែលមានកង់ពីរគឺអាណាចក្រនិងសាសនចក្រដែលខ្ញុំកណាមិនប្រើពាក្យពុទ្ធចក្រពីព្រោះតាំងពីដើមមកយើងកាន់សាសនាព្រាហ្មណ៍គោរពព្រហ្មយើងកាន់ព្រះវិស្ណុគោរពព្រះនរាយណ៍យើងកាន់ព្រះឥសូរគោរពព្រះសិវៈជាដើមចុងក្រោយមកបានកាន់មហាយានរហូតដល់លើថេរវាទគឺស្ថិតនៅក្នុងចំណោមនៃពាក្យសាសនចក្រដូច្នេះយើងតែងជឿថាកង់ទាំងពីរគួរវិលឲ្យទៅមុខសូមប្រកេនដំណឹងផងថាប្រទេសនេះគឺព្រះរាជាយើងសម័យចេនឡាលោកបានយកទៅថ្វាយព្រះរាជានៅប្រទេសឥណ្ឌារាជវង្សជូឡាហើយរាជរដ្ឋនេះមានស្ថិតនៅក្នុងសារមន្ទីរទីក្រុងដេលីមកដល់បច្ចុប្បន្ននេះគុណចាស់ខ្ញុំកណាអាចដឹងបានពីថ្ងៃមុនគេយកទៅតាំងនៅប្រទេសសិង្ហបុរីហើយបានរូបថតពីនឹងមកទៅកាលទៅញូដេលីមិនបានឃើញទេណារាជរដ្ឋនេះគឺជាស្នាដៃរបស់ព្រះរាជាខ្មែរចំនួនចេនឡាយកទៅប្រកេនចំពោះយកទៅថ្វាយព្រះរាជានៅជូឡាហើយរាជវង្សជូឡានៅភាគខាងត្បូងដូច្នេះយើងតែងតែជឿថាអាណាចក្រនិងសាសនចក្រគួរតែទៅជាមួយគ្នាប៉ុន្តែសំខាន់ត្រង់ថាកង់មួយណាដើរលឿនជាងកង់មួយណាកង់មួយណាស្ពឹកជាងកង់មួយណាអានឹងគឺជារឿងដែលយើងត្រូវរៀបចំខ្លួនជាទូទៅខ្ញុំថាសូមត្រឡប់ក្រោយវិញបញ្ជាក់អំពីរឿងអន្ទាក់បាទចប់ហើយបាទអន្ទាក់ទាំងនេះគឺថាពេលដែលព្រះពុទ្ធអង្គលោកបញ្ជូនមនុស្សទៅពំពុកទៅឲ្យសម្ដែងធម៌ហ្នឹងលោកផុតទៅរួចពីអន្ទាក់ហើយតែវាសំខាន់ត្រង់ថាសប្តាហ៍ថ្ងៃហ្នឹងពួកយើងបានរួចពីអន្ទាក់ហើយឬនៅដូចខ្ញុំកណាហ្នឹងព្រោះថាវាជាប់អន្ទាក់ហើយបានធ្លាក់មកដល់ជាប្រសពសប្តាហ៍ថ្ងៃហើយប្រគុណម្ចាស់គង់តែនឹងចាប់អន្ទាក់ថ្ងៃណាមួយអន្ទាក់ហ្នឹងមាន2យ៉ាងអន្ទាក់ទេវតាហើយអន្ទាក់មនុស្សអន្ទាក់មនុស្សគឺមនុស្សធម្មតាទេវតាមាន2សមតិទេវតានឹងទេវតាដែលកំណើតឧបតាតិកៈជួនកាលមិនចប់ទេអន្ទាក់មនុស្សសាមញ្ញតែទៅចាប់អន្ទាក់អ្នកមាន
ទេវតាអ្នកមានសាសនាមន្ត្រីហ្នឹងទៅជាប់តិរួចពីអន្ទាក់មនុស្សទៅជាប់អន្ទាក់ទេវតាខ្ញុំកណ្ដាលកាលហ្នឹងមិនដឹងជាប់អន្ទាក់អីដែររៀងភ្លេចខ្ញុំចាស់ប៉ុន្តែជាប់អន្ទាក់ហើយមកវាធ្លាក់មកដល់ថ្ងៃនេះណាគាត់តែចង់ប្រកេនព្រះអង្គថាក្នុងឋានៈជើងជាព្រះសង្ឃយើងអត់មានតន់រួចពីអន្ទាក់ដោយព្រះពុទ្ធនិងអរហន្តទាំងអស់នោះទេតើយើងនឹងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យអន្ទាក់នឹងវាជាប់ពេកឬក៏យើងអាចរើខ្លួនបានយ៉ាងម៉េចខ្លះដើម្បីឲ្យគេឃើញថាព្រះសង្ឃពិតមែនតែលោកនៅជាប់អន្ទាក់មែនតែលោកព្យាយាមនឹងរើចាអន្ទាក់ទាំង5មានសម្ដែងនៅក្នុងអរហន្តវគ្គបេដកភៈ33ទំព័រ174គឺអន្ទាក់គឺការជាប់ក្នុងរូបស្អាតអន្ទាក់ជាប់ក្នុងវេទនាការសោយអារម្មណ៍ល្អអន្ទាក់ជាប់ក្នុងសញ្ញាអន្ទាក់ជាប់នៅក្នុងសង្ខារនៅក្នុងវិញ្ញាណណាំចាស់តែចាប់អន្ទាក់ឲ្យដោយរូបនៅក្នុងនេះអញ្ចឹងដែលខាងមន្ត្រីក្រសួងបរិស្ថានចុះទៅធ្វើគឺថាតែងតែជាប់នៅអន្ទាក់ទាំងអស់នោះហើយទទួលនៅមរណភាពហើយក្រុមរបស់យើងជាព្រះសង្ឃដែលធ្វើកិច្ចការទាំងអស់នេះតែជាប់អន្ទាក់ឲ្យមរណភាពគឺហ្វឹកណាំចាស់ដូច្នេះបានព្រះពុទ្ធអង្គលោកប្រាប់ថាសិលសមាធិបញ្ញានេះគឺជារឿងមួយដែលសំខាន់ដើម្បីកម្ចាត់ចោលនៅអន្ទាក់ទាំងអស់នោះកុំឲ្យនៅជាប់នឹងខ្លួនប្រាណយើងណាំចាស់នេះគឺជាអ្វីដែលទីបញ្ចប់នៃស្លាយខ្ញុំកណាចង់ប្រកេននៅបទពិសោធន៍ថាពួកយើងភាគច្រើនដល់តែពេលធ្វើការអភិវឌ្ឍទៅចេះតែនឹកទៅខ្លួនឯងនោះវាគ្រាន់បើអញជួយសង្គមណាំចាស់ភ្លេចទី1ភ្លេចមិនបានអានេះគឺរឿងខ្ជិលមនីចន្ទានឹងមុនគេណាំចាស់កាលនៅបួសអាងថាលោកតាខ្ញុំកណារវល់សបិនចែកនៅឆាន់ផងហើយចេះតែធ្វើនេះធ្វើនោះធ្វើនោះទៅខ្លួនឯងអត់ទៅបិណ្ឌបាតម្ល៉េះឥឡូវក៏ដូចគ្នាខ្ញុំកណាចង់កាន់ថាគុណចាស់រស់ដោយកម្លាំងស្មងនេះជារឿងសំខាន់បំផុតរឿងមួយដែលខ្ញុំកណាឃើញទោសពីនឹងនៅពេលដែលខ្ញុំចាស់ចុះពួកអស់នឹងអញជួយវាសន្ធឹកហេតុអីវត្តដៃយកអីមកឲ្យអញឆាន់អញ្ចឹងបានកូនចាស់ណាគេហ៊ានយកឆាន់ទីគុណឲ្យទីគុណឆាន់តែថាទីគុណមិនឆាន់ទេបហុកបហាងអីអញ្ចឹងនោះគេរត់តែឆាន់តែសាច់ជ្រូកសាច់អីអញ្ចឹងអញចង់បហុកដឹងតែអត់ទៅរហូតណានេះគឺជាទោសមួយនៃការដែលភ្លេចខ្លួនទៅបិណ្ឌបាតពួកបិណ្ឌបាតនេះជារឿងមួយដែលសំខាន់យ៉ាងហើយណាស់បង្ហាញអំពីការដែលយើងអនុវត្តមួយនៅក្នុងចំណោម4ទាំងអស់មិនមានទេអង្គុយក្រោមដើមឈើតាមអីចំណុចទី2ដែលសំខាន់ចង់ប្រកេនព្រះអង្គជាបទពិសោធន៍គឺសប្តាហ៍ថ្ងៃនេះពួកយើងនាំគ្នាខ្វះសមាធិច្រើនណាស់ទៀតនាំគ្នាធ្វើ fail នាំគ្នាធ្វើអីគ្រប់មិនគ្រប់នឹងរឿងផ្សេងមួយទៀតតែការធ្វើសមាធិនេះគឺជាការតាក់ទាញពុទ្ធបរិស័ទទីការបង្ហាញថាអន្ទាក់ទី2របស់យើងកំពុងតែយើងរើបំរាស់តាក់ទី1គឺ fail តាក់ទី2សមាធិហើយអន្ទាក់ទី3គឺបញ្ញាឬវិបស្សនាដូច្នេះការបិណ្ឌបាតនេះមួយការធ្វើសមាធិនេះ2ហើយនឹងការធ្វើនៅabout for the failure អីជាដើមទាំងអស់នេះគឺជារឿងមួយសំខាន់ថ្ងៃមុនខ្ញុំកណាទៅប្រទេសមានជ័យសួរថាវត្តណាខ្លះធ្វើ about for the fail វត្តមួយខេត្តហ្នឹងដូចមានមួយលើកដៃឡើងថាបានធ្វើនៅ about for the fail រៀងរាល់15ថ្ងៃឬមួយខែអីម្ដងទៀតនេះគឺជារឿងមួយដែលយើងរវល់ធ្វើការឲ្យតែញោមពេកទៅយើងភ្លេចខ្លួនយើងគុណចាស់បច្ចុប្បន្នសញ្ជាតិមិញថាយូរទៅដណ្ដើមប៉ូលីប៉ូតពីប្រសក់យកមកអស់ណាអានេះគឺជារឿងពេទ្យអាប៉ូលីប៉ូតរបស់ខ្ញុំកណាដែលគុណយកចង់អស់ហើយឥឡូវហ្នឹងណាអស់ប៉ុណ្្នឹងឯងគុណចាស់សូមថ្លែងសាធុអំណរគុណសូមស្មាទោសឲ្យគុណជប់សម្ដេចកាលណាចង់បបពិសោធន៍ថាទី1សូមព្យាយាមមុនបិណ្ឌបាតខ្ញុំលើដែលគុណយន់សញ្ជាតិតែងតែប្រាប់ព្រះអង្គឲ្យទៅបិណ្ឌបាតហើយឲ្យដោះស្បែកជើងអាហ្នឹងគឺរឿងមួយទី2សមាធិហើយទី3គឺការធ្វើបោផុតបាញ់មិញនេះទៅកាត់ញ៉ាតយ៉ាតឲ្យផ្ដាល់ខ្លួនឯងឃើញមួយអង្គណានោះស្លៀកស្បង់អង្គសាក់ឲ្យស្ពាយចពោចេញពីកម្ពុជាយ៉ាងណាដើរចេញមកក្រៅមកគុណចាស់នឹងយ៉ាប់មែនទេហើយគុណចាស់យ៉ាប់មែនទេអង្គណាមកឬមិនមកមិនដឹងទេប៉ុន្តែហ្វឹងនៅកម្ពុជាយ៉ាងណាគុណចាស់កន្លែងគេប៉ុណ្ណាប៉ុណ្ណីឲ្យលីចពោមួយមកដឹងចេញក្រៅអានឹងអន្ទាក់ទី1ដែលគុណអាអន្ទាក់ទី1ហ្នឹងតែធ្វើមិនល្អគេមើលឃើញអូស្រេចបាត់ហើយបាត់ដែរណាចាស់ណាសូមអរគុណខមាទោសណាចាស់អរគុណលោកគ្រូធម្មបណ្ឌិតហេមនីចន្ទាដែលបានបរិយាយក្បោះក្បាយមែនទែនភ្ជាប់ទាំងទស្សនវិជ្ជាជីវិត
ទាំងអំពីដំណើរប្រព្រឹត្តទៅរបស់ពុទ្ធសាសនាក៏ដូចជាកិច្ចការសង្គមភ្ជាប់គ្នាមែនទែនហើយជក់គួរចាប់អារម្មណ៍ខ្លាំងកណ្ដាលម្ចាស់ចឹងយើងមានពេល1ម៉ោងគត់ពីម៉ោងនេះទៅគឺម៉ោង2ដល់ម៉ោង3បានបញ្ចប់នៃកិច្ចពិភាក្សាពេញអង្គនេះកណ្ដាលម្ចាស់ទូលបង្គំខ្ញុំកណ្ដាលម្ចាស់សូមរដ្ឋនានិមន្តប្រគុណម្ចាស់ខាងក្រោយមានអ្វីដែលជាសំណួរតេតិនទៅនឹងពុទ្ធសាសនានិងកិច្ចការសង្គមព្រោះបើយើងមើលទៅដោយកណ្ដាលទូលប្រគិនខាងដើមថាវាហាក់ធំប៉ុន្តែយើងច្បាច់ជ្រុងណាទេយើងមើលឃើញទេមានន័យថាវគ្គគ្មិននិងព្រះវគ្គគ្មិនរំលេងពីខាងដើម4ព្រះអង្គអ្នកនេះយើងឃើញមិនឆ្ងាយពីមនុស្សទេអញ្ចឹងពុទ្ធសាសនានៅមិនឆ្ងាយទេគឺនៅជាមួយយើងនៅជាមួយមនុស្សនៅជាមួយបរិស័ទនៅជាមួយអ្នកជុំវិញយើងមិនមែនត្រាស់ដឹងនៅខាងក្រៅទេគណៈម្ចាស់ចឹងមានសំណួរទេគណៈសូមអរតនានិមន្តគណៈម្ចាស់សូមនិមន្តគណៈលើកប្រហោះចោះហើយក្រុមការងារនឹងមានម៉ៃដើម្បីទៅប្រគិនគណៈម្ចាស់មុនគុំទើសតាក់បតីគណៈម្ចាស់មានច្រើនជ្រុងទាំងពីថាតាធ្វើម៉េចឲ្យកិច្ចការដល់ហើយធ្វើម៉េចរវាងការទទួលនិងការផ្ដល់ឲ្យយ៉ាងម៉េចពីរនឹងត្រូវយ៉ាងម៉េចគណៈអញ្ចឹងសូមនិមន្តគណៈម្ចាស់មានទេគណៈម្ចាស់បងសមូនមានខាងក្រោយសម្លាញ់ណាមុនសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសម័យធិបតីជាម្ចាស់ប្រកាសណាគ្រប់ព្រះអង្គបានពរឯកឧត្តមអស់លោកអរព្រគុណចំពោះព្រះវេគ្មិននិងវេគ្មិនដែលបានផ្ដល់ពុទ្ធិនិយាយអំពីអង្គការមនុស្សធម៌ខ្ញុំកណាមានសំណួរមួយទៀតនៅប្រទេសដូចជាទៅអាមេរិកទៅបារាំងអីកាលណាយើងឮថាញោមយើងឈប់កាន់ពុទ្ធសាសនាមានអារម្មណ៍ថាដូចវត្តនឹងរហោឋានដែលឡែកនៅក្នុងប្រទេសកម្ពុជាយើងនេះសាសនាខ្លះគេដើរចែកទៅស្គាល់ក្របក៏អាចយកពុទ្ធបរិស័ទយើងបានដែរកណាចង់សួរព្រះអង្គដែលជាប្រធានអង្គការតាមមើលសកម្មភាពរបស់លោកម្ចាស់ធ្វើខ្លាំងទៀតតាំងពីនៅក្រៅគុករហូតដល់ចូលក្នុងគុកទៀតណាធ្វើតើឥទ្ធិពលរបស់បកូនណាចូលទៅក្នុងជីវិតរបស់បរិស័ទយើងកណាមើលសកម្មភាពនឹងអស្ចារ្យខ្លាំងហើយតាមពិសោធន៍របស់បកូនណាតើកាលដែលព្រះអង្គចូលទៅក្នុងជីវិតរបស់បរិស័ទក្នុងភាវៈជាអ្នកបួសនឹងមានឥទ្ធិពលអ្វីខ្លះដែលផ្ដល់នូវភាពកក់ក្ដៅនិងការបដិបត្តិជាទីពឹងទីរលឹកថាវត្តអារាមនឹងពិតជាមានប្រយោជន៍អញ្ចឹងមែនតាមរយៈអង្គការមនុស្សធម៌របស់ព្រះអង្គឬក៏មិនមានឥទ្ធិពលអីប្រមាណទេក៏ធ្វើម៉ាអញ្ចឹងទៅឬក៏យ៉ាងម៉េចទៀតមើលព្រះអង្គសូមសួរព្រះបញ្ញាមនីញាណទៀតសូមអរគុណទៀតអរគុណចាស់សាធុដល់ពេលសំណួររបស់សម្ដេចធំអញ្ចឹងនឹងឆ្លើយមិនទេវាភ័យបាត់កណាបទពិសោធន៍ខ្ញុំកណាតាំងពី2012មកវា10ឆ្នាំជាងហើយដោយពន្ធនាគារខេត្តបាត់ដំបងខ្ញុំកណាគិតថាមានតែពរអកយើងទេដែលនៅតែបន្តការអប់រំជារៀងរាល់សប្តាហ៍គឺព្រះសង្ឃពរអកមុនទៅអប់រំក្នុងពន្ធនាគារប៉ុន្តែពន្ធនាគារខេត្តបាត់ដំបងគេឲ្យតណ្ឌិតស្ត្រីមួយក្រុមទៅហើយតណ្ឌិតខាងបរមមួយក្រុមទៅមកសិក្សាជាមួយព្រះសង្ឃទៅណាប៉ុន្តែគេមានលក្ខខណ្ឌតឹងរឹងមែនទែនអត់អាចយកអីទៅបានទេកណារូបភាពខ្ញុំកណាថតបានខ្លះនេះតាំងពីដំបូងដែលនៅរៀងធូរឡើយគេអាចថតអីបានប៉ុន្តែឥឡូវនេះគឺមិនអាចថតអីបានទេហើយជាបទពិសោធន៍ខ្ញុំកណាគិតទៅខ្ញុំកណាគិតថាក្នុងភាពជាព្រះសង្ឃបានបំពេញតួនាទីហើយជាអ្វីដែលខ្ញុំកណាគិតថាជាការសងគុណសាសនាអ្វីបាត់ថាมันបានអីធំដុំច្រើនប៉ុន្តែក្នុងរូបភាពជាព្រះសង្ឃដែលអាចគិតថាជួយសង្គមបានខ្លះហើយនឹងផ្នែកអប់រំអីជាដើម
โดยทางปนตเนกีเองจังประสงแต่โลโจเตอดอลขนมปนตเนกีจูบตนดัดเองจังคือกดสบายจัดเมนเทนนะกดสบายจัดให้กดตรีออกดตรีกดเกาะกระดาษมวยเตี้ยในขนมปนตเนกีนี้ก็มีโดยศาสนาเซงก็เกโจเตอชราอันได้องครูกันแน่ไอ้พุทธศาสนาเยอะเมนเทนต้องโดยจะบานจำแต่ปงเรียนอบรมสมาธิไอ้ปันดังเอ้มันเมียนหลักเพียบโดยทางศาสนาเก๋คือเมียนเตาประดาววิจิชีวิตไอ้ตัวกระดองปนตเนกีไอ้นั่นตัวเตียดจังโดยองครูเลิกดัดเลิกลางmìnhจังคือแต่เปคลาคือยังเคยท่าโดยโนรบไอ้เปคลาโดยท่าวัดไอ้อัดเมียนเนี่ยกรบไอ้หรือก็ทางศาสนาเซนไอ้ก็โดยเนกันนั่นส่งเมียนrồiไงcái nào โดยวิธีคือไอ้เปคลาโนคางkiếmส่งเมียนแต่ได้cái này người đầu khang dương đấy cứ đầu lại tế cái bạt Phậtศาสนาấy cái đầu mồm tòm đầu lưỡi còn tế dương cái trâu kết cú phong đại cái này nhom cái nam mơ khơi chạy sợi đai như rồi ngày đấy đôi sai ọp rôm cả cho tới chuột nâng Phật bò sạt cái đấy cả mơ khơi bom nốt khóc nè đôi dương ấy dương mơ khơi nhom pi đầm lay này vật aram đầm lay này bờ sóng cứ ở cha dương chỉ còn là chiều vật aram cứ chui xuống cung men tiềnนะช่วยสังคมเมนเทนบาถ้าตัวเรายังจ่อเตอตามแต่สมบัติเราการอบรมหรือก็เราในนุสโทไออันนั้นมวยไหนอ่ะปันแต่วัดอารามแต่มันดอกโนทนเทียมนี่นั่นคืออาจารย์นะฮะปันแต่เหยียดโยมดำมือมาไปสังไปคลามันบานไปจารณาแต่ดอกการเล่บองไอ้นังกุนดำไหลในวัดอารามปันนั่งไงก็จังแต่ถ้าตัวถึงไม่เอาไปสังบานจ่อเตออบรมเอาไปสังบานเตอก็บายไอจังเฉียดดำไอ้ยมกันนำเมื่อเคยท่าวัดอารามเยอะก็กลัวแต่บรรทายตัวนาทีหนึ่งบรรทัดเตียเตอร์ดำใบไอเมียนเทียบจิตสนัดให้ก็เจียการลึกดำกลางเราดำไลในประสังยืงขนมกิจการเงินสังคมกันท่ายังทั่วไม่กลมอ้อยและขณะเดินท่าโดยครูให้ในจันดาเลิกลางกลมอ้อยไปเรียงและขณะจุโบจุบอลเป๊กขนมเนียมประสังยืงกลัวดาวยังไม่อ้อยหลงโมงเจียมาจะมาประเดปตีขนมการเงินช่วยสังคมเอาไปซ่อมรมปัญหาการเงินได้สำคัญคือการเงินในวันนั้นก็ถ้าการอบรมดังหายก็เล็กมาเมื่อขนมสังคมยังสกมายังรอดไงนี่ยังเคยทำวัดเราเนี่ยปรามปอนวัดเจียงขณะให้ไปซ่อมปรามเมินอ่างเจียงเราไปยังเย็บไปเรื่องจำนวนวัดให้ในจำนวนไปซ่อมยังเราเคยถ่ายชอบไปซ่อมเราปรามเมินอ่างเจียงได้ก็มันเตอช่วยบริษัทไอ้ก็เรือไปคลาดกิเลสดังแทนไปซ่อมจำลังไปก็สลัดทัวสังคมเนอทะเลเจ้าให้กิจปฏิบัติพุทธศาสนาหรือก็สลัดทัวสังคมมันบานล้อเอาไปซ่อมปรามเมินอ่างเจียงตั้งแต่หน้าเพื่อไอ้อะไรนี่องครูกรุ๊ปองกิจอย่างไรเมนเทนเตอร์ขณะการเมื่อไปจงขังกล่าวมาขนมสังคมพุทธศาสนาคือเคยท่าเอาแต่บัวเจอสังคือเมียนสมัติแต่เพียบเอาบัวเจอสังคือเจ็ดดังเอาแต่บัวเจอสังคือทำแบบกรุ๊ปจงโจยเตอร์แต่มาดองตามเป็ดยังอดเดมันจังองครูกรุ๊ปองคือยังเนบบัวรอยไงเนบบัวให้นั่งเนบบัวก็เราไม่นั่นหลายให้มวยติดยังประสังเนบบัวโดยฉะนั้นคือเราเรียนในเราไงเราเรียนพ้องให้นั่งกิจปฏิบัติกรุ๊ปโครงไอเตอร์พองบานในท่ารอยไงคือโนปงเริงคล้วนไอโนปงเริงคล้วนไอท่าบานในศาสนาคล้วนไอมันเซอร์บานพอดอลเอาประมาณเตอร์เตะนึกยมกันนายเยกันน้องในเด็กกิมือเมาน้องประสังเยอะนะกันนะโดยเรื่องกิจการเงินสังคมการอบรมไอ้นี่เสตมาตูเตียงประเทศยึงก็เมียนติดได้มันได้จำจ้าประสังในองค์การไอ้ก็โนติดโนลายเตะได้ก็กลัวประสังเปรมไตรสังกรุบองกลัวถวยยังไม่ดำไปถวยกิจการเงินในบรรทัดเตี้ยเจ็บแท้คือโดยđại lực lượng chẳngคือบอสัตเยิ้งจองบานเพียบเกาะกระดาษให้มวยติดถวยยังไม่สาบชอบตนังบอสัตบอเยิ้งให้โดยศาสนาเก๋เปคลาก็đại lực lượngก็เมียนสกอครบเมียนไอติดตัวไอวันนั้นก็อาจโจตกบายเตอร์บ้านวันใดเยิ้งคือเปคลายังตอนบ้านก็ได้จำนวนหนึ่งประมาณเตะให้โดยยังเลิกติดแล้วพออกเยิ้งยังรอยชน้ำเรียงรอยชน้ำก็ยังบอกปมสเพอเสใจตลอดสารนุสกรีกรออิมเมอร์กบาลกันนะสเพอนึกจะเรียงรอยชน้ำเติร์
ណាគឺយើងតែយកសភៅចែកក្មេងៗអីកណាខ្ញុំកណាឆ្លើយតាមវត្តពិសោធន៍ខ្លះជាស្រ័យដាច់កណាំចាស់សាធុកណាអប្រគុណព្រះបញ្ញាមរិយានហសិង្ហៃកណាំចាស់រំលេចក្បោះក្បាយមែនទែនហើយលំអិតកណាំជាម្ចាស់បន្តសូមរតនានិមន្តព្រះធម្មវិជារិមច័ន្ទរាកណាសូមរតនានិមន្តមានសំណួរអាចលើកជាសំណួរឡើងកណាំចាស់ចំពោះព្រះសហវគ្គមិននិងវគ្គមិនកណាំមុនខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះសង្ឃកនាយកហើយនឹងក្រាបថ្វាយបង្គំព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គដើម្បីបានធ្វើការចូលរួមសាកសួរតាមពិតទៅចេតនាចង់ចូលរួមឆ្លើយច្រើនជាងប៉ុន្តែដោយសារតម្រូវឲ្យសួរហើយខ្ញុំកណាក៏សួរចាស់ខ្ញុំកណាមានចម្ងល់ត្រង់នេះចង់ឲ្យព្រះវាគ្មិនជួយបកស្រាយក៏ស្តៀងតែព្រះសម្ដេចអរិយវង្សបានសាកសួរអញ្ចឹងយើងមើលឃើញនៅក្នុងសាសនាដទៃបើនិយាយអំពីទ្រឹស្ដីមេរៀនរបស់ពួកគេមិនល្អប្រហែលព្រះយើងទេរកកន្លែងខ្លឹមមិនដូចទេប៉ុន្តែហេតុអ្វីបានជានៅពេលដែលគ្រូអាចារ្យឬក៏អ្នកបម្រើសាសនារបស់គេចេញធ្វើបេសកកម្មម្ដងគេចូលទៅទីណាគេអាចយកមនុស្សក្នុងទីនោះបានតែម្ដងចំណែកយើងមិនមែនបង្អាប់រឿងសាសនាទេដោយសារយើងជាអ្នកកាន់ពុទ្ធសាសនាយើងសង្ឃនិយាយបានថាបែរជាសាសនារបស់រដ្ឋយើងប៉ុន្តែយើងមិនអាចយកចិត្តរបស់ពលរដ្ឋបានវារបៀបមានន័យថាគេចូលទៅកាន់បរិស័ទណាមនោគមវិជ្ជារបស់គេគឺយកចិត្តបរិស័ទនឹងបានម្ដងគេអាចបង្រៀនមនុស្សឲ្យហ៊ានស្លាប់ហ៊ានរស់ស៊ូក្រាញជាមួយនឹងសាសនាគេតែម្ដងដូចទិញចិត្តទិញជីវិតបានអញ្ចឹងខ្ញុំកណាសង្កេតឃើញណាប៉ុន្តែសួរហេតុអីយើងមានមេរៀនល្អយ៉ាងហ្នឹងមិនក៏យើងមិនអាចយកមេរៀនព្រះទៅជាមនោគមវិជ្ជាយកចិត្តអ្នកស្រុកឲ្យបានអាចបង្រៀនឲ្យកុំថាដល់អ្នកស្រុកសំបីតែកូនអ្នកបួសទៅចុះឲ្យពួកគេមានចិត្តហ៊ានស្លាប់ហ៊ានរស់ដើម្បីជាតិសាសនាណាដូចថារៀនមេរៀនព្រះហើយអាចយកចិត្តបានអញ្ចឹងហេតុអីក៏ពួកយើងធ្វើមិនបានត្រង់កន្លែងហ្នឹងព្រោះបើលើកពីកតាមានព្រះពុទ្ធសាសនាយើងមានមេរៀនល្អច្រើនមែនទែនខ្ញុំកណាចង់ឲ្យព្រះវាគ្មិនឬព្រះសង្ឃនាយកឬក៏ព្រះមន្ត្រីសង្ឃចូលរួមជួយបង្ហាញត្រង់កន្លែងហ្នឹងទៀតគណៈអរគុណសំណួរនេះល្អមែនទែនហើយបើទោះបីជារបៀបអត្ថាធិប្បាយខ្លះក៏ដោយចុះប៉ុន្តែសំខាន់ភ្ជាប់ទៅប្រគុណម្ចាស់ព្រះស្រីកុសលបន្តិចដោយសារតែកិច្ចការហ្នឹងដូចជាព្រះស្រីកុសលធ្វើច្រើនកណាអញ្ចឹងសមនឹងសំណួរកណាសូមរតនានិមន្តដោយសង្ខេប5-6នាទីកណាសូមនមស្ការសម្ដេចជាអង្គម្ចាស់សូមនមស្ការអង្គពិធីទាំងមូលលោកម្ចាស់រិមចន្ទរាមិនមែនព្រះអង្គមិនដឹងចម្លើយទេគ្រាន់តែព្រះអង្គមិនតម្រូវឲ្យអត្ថាធិប្បាយហើយព្រះអង្គយកនឹងជាសំណួរដើម្បីសួរវាមិនខុសស្រែធ្វើស្រូវលក់ស្រូវអស់ទៅទិញអង្ករគេយកមកហូបសប្តាហ៍ថ្ងៃនេះមួយចំនួនគឺទៅជាយ៉ាងហ្នឹងប្រពៃណីវប្បធម៌មួយចំនួនខ្ញុំមិនណាធ្លាប់បាននិយាយច្រើនតាមនីតិយល់ដឹងសកលនិស័យជនជាតិយើងមានតនេះមួយមិនដឹងថានឹងជាបរិបទសង្គមឬក៏ជាចរិតកំណើតមកក៏មិនដឹងប៉ុន្តែឃើញចូលចិត្តទៅផ្សារទិញមួកមកពាក់តើតើបានមួកមកពាក់ទៅវាតូចជាងក្បាលហើយមិនព្រមយកមួកនឹងឲ្យជាងសារ៉េដើម្បីឲ្យធំស្មើនឹងក្បាលទេយកកបិតចាំងក្បាលឲ្យតូចដើម្បីឲ្យត្រូវនឹងមួកនេះខ្ញុំណាឆ្លោះប្រចាំងពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួនខ្ញុំណាដឹងក្តីមកអត់ដែលឃើញណាខ្មែរយើងស្លៀកខោកបយតែប្រហែលឆ្នាំចុងក្រោយហើយក្រោយមកទៀតធ្លាប់បួស25ឆ្នាំ26ឆ្នាំនេះ
ណាចូលបួសពីឆ្នាំ95មកពីអាយុ10ឆ្នាំអត់ដែលឃើញលោកអត់កោអញ្ចឹងឲ្យតែលោកសង្ឃកោអញ្ចឹងប៉ុន្តែប្រហែលឆ្នាំចុងក្រោយនេះឃើញព្រាតលោកអត់កោអញ្ចឹងដែរហើយអង្គខ្លះទុកសក់ដូចកម្មប្រមាពីសិលនេះមិនតាន់កោម្ដងបងបានធ្លាប់ឮពាក្យគ្រូលោកធ្លាប់ជេរស្ដីកាលបរិញ្ញានៅក្មេងលោកថាឯងស្លៀកស្បង់មិនកោសក់ឆ្លោះកញ្ចក់មិនបើកនេត្រាលោកជេរអញ្ចឹងស្លៀកស្បង់មិនកោសក់ឆ្លោះកញ្ចក់មិនបើកនេត្រាជិះតែស្ដាប់ពាក្យលោកថាមានន័យថាម៉េចដល់តែយកមកគិតមកដល់សប្តាហ៍ថ្ងៃនេះប្រៀបទៅនឹងសំណួរលោកម្ចាស់មិនមែនមកពីជនជាតិយើងមកពីយើងទេដោយសារពុទ្ធសាសនានឹងវាជាសាសនាប្រពៃណីវប្បធម៌ពីដូនពីតាដុសចាក់គ្រឹះយ៉ាងម៉ំនៅក្នុងសង្គមកម្ពុជានេះតចំនួនមកហើយខ្ញុំកណាមិនដឹងរាប់ថាចំនួនណាមកទេប៉ុន្តែពីពុទ្ធសករាជ234នៃពុទ្ធសករាជធ្លាប់រៀនមកឮចាំអញ្ចឹងណាមានប្រធេរៈផ្សាយមកដល់ដែនសវណ្ណភូមិហ្នឹងគឺខ្មែរហ្នឹងអញ្ចឹងប្រទេសហ្នឹងមានពុទ្ធសាសនាស្រាប់កើតមកម៉ែដឹកដៃទៅវត្តដឹងក្តីអូធំឡើងហើយបួសហើយយកទៅផ្ញើលោកបួសទៅបរៀនទៅរហូតដល់ទៅការបរៀននឹងគ្រូវាយដំស្ដីថាសពគ្រប់ប្រការតម្រាំចេះអជាយៈថាហ្នឹងបាននឹកឃើញណែសម្ដេចព្រះព្រំរដ្ឋមនីបដៅអប់រំកូនសិស្សលោកអីរបៀបបុរាណអញ្ចឹងខ្ញុំក៏ដែរនឹកឃើញខ្លួនឯងដែលនៅក្មេងហ្នឹងរៀនអញ្ចឹងបានវាចេះអជាយៈថាដល់សប្តាហ៍ថ្ងៃហ្នឹងបើអត់មានគ្រូអប់រំបែបហ្នឹងទេម្លេះមិនចេះទេចេះប្រឡែងបន្លំដល់មកប្រទេសនេះខែ8ចូលភាសាដឹងគ្រប់គ្នាដឹងថាអូខែហ្នឹងប្រសងចូលភាសាគេអត់ការទេអ្នកណាការគេថាខុសខែ9កាន់បិណ្ឌហើយនាំគ្នាទៅវត្តខែ10កឋិនហើយនាំគ្នារៀបចំធ្វើបុណ្យកឋិនខែ4ចូលឆ្នាំហើយនាំគ្នាទៅវត្តទៅរំទៅច្រៀងទៅលេងព្រាត់ចោលអង្គុញលាក់កសែងអីនឹងវត្តប្រពៃណីហ្នឹងវានៅក្នុងបេះដូងមនុស្សហ្នឹងនាំគ្នាកាន់អញ្ចឹងរបៀបហ្នឹងជាធម្មតាទៅរហូតដល់គិតថាអានឹងជារបស់ខ្លួនទៅហើយម្ល៉េះហើយការយកចិត្តទុកដាក់ខ្លះទៅជាការធ្វេសប្រហែសបានព្រះអង្គលោកផ្ដាំថាធ្វើអីកុំឲ្យប្រមាថកុំឲ្យធ្វេសប្រហែសគិតថាអានឹងវាមិនទៅណាទេវប្បធម៌នឹងប្រពៃណីនឹងទំនៀមទម្លាប់នឹងពុទ្ធឱវាទនឹងសាសនានឹងមិនរលំទៅណាទេបើនៅបាត់ដំបងឈប់កាន់ក៏អ្នកសៀមរាបគេកាន់បើអ្នកសៀមរាបឈប់កាន់ក៏អ្នកភ្នំពេញកាន់អ្នកភ្នំពេញឈប់ក៏អ្នកកពតនៅកាន់ឧទាហរណ៍អញ្ចឹងខ្ញុំណាទេហោទេអញ្ចឹងដល់តែយើងគិតថាអានឹងវាជារបស់ខ្លួនឯងចាប់ផ្ដើមបដ ாய் ថាទៅយ៉ាងម៉េចក៏ទៅមិនអីទេអញមិនគិតក៏គេគិតខ្ញុំមិនធ្វើក៏គេធ្វើអញ្ចឹងវាបាត់ការយកចិត្តទុកដាក់ដល់តែបាត់ការយកចិត្តទុកដាក់យូរម្ដងយើងឃើញប៉ុនអាកាំងគេធ្វើអាប៉ុន Holy V ណាអាលៀបមុខដូចខ្មោចលោតែមានតារាមានពិធីករណាល្បី 2-3 នាក់នាំគ្នាលៀបអាមុខអញ្ចឹងនិយាយដាក់ទូនាំគ្នាប្រតិកម្មខឹងចុះឈួតទេអីអាហ្នឹងរបស់គេតែមិនបានយកមកដាក់របស់ឯងមិនបានពួកនឹងទៅបង្ហាញឲ្យយុវជនខ្លួនឯងនឹងឡប់ឈួតដោយសារតែប្រពៃណីរបស់គេហ្នឹងយើងថាគេឈួតណាប៉ុន្តែអាមេរិកជាង 1000 នាក់គេថាគេត្រូវណា 1000 លានអ្នក100 លានអ្នក 1000 លានអ្នកលើពិភពលោកគេថាគេត្រូវតែយើងម្នាក់ពីរនាក់ហ្នឹងថាគេឈួតអញ្ចឹងទៅមកពីអីមកពីគេយកអាហ្នឹងមកប្រឆាំងវប្បធម៌ខ្លួនឯងដែលវាមានស្រាប់នេះទី2ខ្ញុំណាសង្កេតឃើញខ្ញុំណាមានសាលារៀនក្នុងវត្តសាលាបឋមមានអង្គការបរទេសមកបរៀនក្មេងចែកស្ករគ្រាប់ដោយសម្ដេចមានធរៈដីកាអញ្ចឹងហើយពួកនឹងមិនមែនឲ្យត្រឹមតែស្ករគ្រាប់ទេយប់នឹងទៅដេកផ្ទះក្មេងនឹងទៀតទៅដេកជាមួយម៉ែឪក្មេងនឹងសួរថាអាត្មាសួរថាអង្គកាយសាសនាថាអត់មានពាក់ព័ន្ធសាសនាទេមនុស្សធម៌ប៉ុន្តែពួកនឹងកាន់ពុទ្ធសាសនាទេអត់ទេថ្វាយគុំលោកទេថ្វាយជឿព្រះទេធម្មតាអញ្ចឹងណែឯងគ្រីស្ទានទេអត់ទេប៉ុន្តែពួកនឹងចែកស្ករគ្រាប់ឲ្យសភៅឲ្យបរៀនឲ្យយប់នឹងទៅដេកផ្ទះក្មេងនឹងញ៉ាំបាយជាមួយគ្រួសារគេនឹងទៀតដើម្បីបង្កប់ភាពកក់ក្ដៅទាំងគេទាំងយើងធំដឹងក្តីឡើងដឹងគុណកិច្ចការងារនឹងហើយអញ្ចឹងលោកម្ចាស់មិនមែនយើងគិតទេពួកយើងគិតបានជាគិតដឹងហើយបានជាគណៈសង្ឃនាយកព្រះមេគុណព្រះគ្រូអនុគុណបច្ចាតិកាប្រធេរានុធេរៈគ្រប់ព្រះអង្គស្ទើរតែពេញប្រទេសកម្ពុជានិមន្តធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីប្រោសប្រជាជនពុទ្ធសាសនិកនៅក្នុងដែនដីនេះឲ្យគោរព
ប្រតិបត្តិតាមពុទ្ធសាសនាបានជាយើងនាំគ្នាថែរក្សាធម៌វិន័យរហូតមកដល់សប្តាហ៍ថ្ងៃនេះបើមិនចឹងទេអត់មានធម៌វិន័យដល់សប្តាហ៍ថ្ងៃនេះទេកណ្ដាលម្ចាស់យើងប្រឹងណាស់គ្រប់គ្នាតាមកណ្ដាលយើងអត់ឃើញលោកធ្វើតាមតំបន់លោកតាមកន្លែងលោកធ្វើតាមលទ្ធភាពរបស់លោកឬក៏សមាគមអង្គការមនុស្សធម៌ផ្សេងនាំគ្នាចុះធ្វើកិច្ចការងារដល់អប់រំគេធ្វើច្រើនណាស់ពុទ្ធិកសមាគមកម្ពុជារដ្ឋដើរតួជាមេធាងរបស់គណៈសង្ឃនាយកក្នុងកិច្ចការងារមនុស្សធម៌តាំងពីបុរាណកាលមកក៏បានធ្វើកិច្ចការងារហ្នឹងហូរហែរហូតដល់បច្ចុប្បន្នអញ្ចឹងសូមទូលប្រកេនលោកម្ចាស់ថាមិនមែនយើងមិនខ្វល់ទេយើងខ្វល់ប៉ុន្តែមកពីយើងគិតថាហ្នឹងវាជាបោះខ្លួនឯងនៅផ្ទះខ្លួនឯងហើយរបស់ថ្មីចូលមកអ្នកចែកស្ករក្រប់ហ្នឹងមិនមែនថាគេធ្វើអត់ប្រយោជន៍គេធ្វើមានប្រយោជន៍ប៉ុន្តែมันអាចបន្សាបនៅតម្លៃពុទ្ធសាសនាក្នុងដែនដីនេះបានទេខ្ញុំកណាគិតថាទោះបីជាមេឃភ្លៀងខ្យល់ព្យុះទឹកជំនន់ខ្លាំងប៉ុណ្ណាក៏ដោយទីបំផុតផែនដីនៅតែជាផែនដីកណាសូមអរគុណគណៈម្ចាស់សាធុអរគុណគណៈម្ចាស់ព្រះស្រីកុសលសូមសង្ខាដែលបានរំលេចក្បោះក្បាយមែនទែនគណៈម្ចាស់មិញញោមមហាបាសកពុទ្ធសាសនូបឋមអៀងសុធរាមានសំណួរសូមអញ្ជើញលោកមហាបាសកបាទសូមអញ្ជើញទូលបង្គំសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃនាយកសូមក្រាបថ្វាយបង្គំសម្ដេចគ្រប់ព្រះអង្គថ្វាយបង្គំប្រទេសរាប្រទេសរាគ្រប់ព្រះអង្គអាដាមលោកជំទាវទាំងអស់ខ្ញុំប្រកាសណាទូលបង្គំមានការសង្កេត2ហើយសូមសំណួរ1ការសង្កេតទី1ដោយទូលបង្គំខ្ញុំប្រកាសណាជាមួយបងធម្មតាហេមនិចិន្តាជាមួយលោកសេតវិទូមីកល្យានបានបើកបង្រៀនអាជីវកម្មសមាមៈហើយអ្នកមករៀនហ្នឹងគឺអ្នករស់ស៊ីមានធំមានតូចហើយកាលពីថ្ងៃទី15នេះបានសម្ដេចយាងជាអ្នកជាអធិបតីបកុលសក្ខីបត្រអ្នកទាំងអស់ហ្នឹងអត់ចេះធម្មៈទេអត់ចេះពាក្យធម៌អីទេពាក្យថាសទ្ធាពាក្យថាសិលពាក្យថាអតបៈពាក្យថាហិរិពាក្យថាភោគសុខអីហ្នឹងមិនចេះទេក្រោយពីបង្រៀនពុទ្ធវចនៈទៅពួកគាត់យល់ក្រោយពីគាត់យល់គាត់យកទៅអនុវត្តនៅក្នុងអាជីវកម្មរបស់គាត់បានប្រសើរជាងមុនគឺមានសេចក្តីសុខជាងមុនដោយសារគាត់យល់អំពីពុទ្ធវចនៈទូលបង្គំយល់ថាបើសិនជាឲ្យម្នាក់យល់ពុទ្ធវចនៈបានច្បាស់គេនឹងជឿជាក់ហើយគេនឹងអនុវត្តតាមប៉ុន្តែបច្ចុប្បន្ននេះមានមនុស្សច្រើនណាស់ដែលតវ៉ាថាពេលដែលនិយាយរឿងពាក្យសទ្ធាហ្នឹងមិននិយាយពាក្យខ្មែរទៅពេលនិយាយពាក្យអតបៈហ្នឹងមិនគុំនិយាយពាក្យខ្មែរទៅនិយាយហេរិហ្នឹងមិនគុំនិយាយពាក្យខ្មែរទៅមិនគុំនិយាយខ្មែរទៅវាស្រួលស្ដាប់ថាខ្ញុំទូលបង្គំថាពាក្យទាំងអស់ហ្នឹងបកប្រែបានមិនដែលពេលបកប្រែដូចទឹកមួយកំប៉ុងអញ្ចឹងហើយពាក្យទាំងអស់ហ្នឹងដូចទឹកមួយសមុទ្រអញ្ចឹងมันអាចបកឲ្យអស់បានទេឥឡូវគេយល់ហើយគេយកទៅអនុវត្តទៅមានតកែធំបានជោគជ័យដោយសារគេយល់នេះការសង្កេតទី1ការសង្កេតទី2ចេញពីក្នុងពន្ធនាគារទូលបង្គំបានទៅចូលមើលនៅពន្ធនាគារហ្នឹងសួរអ្នកគ្រប់គ្រងហ្នឹងសួរចុះសួរឡើងជាសេចក្តីសន្តានមានតែ5ទេគឺមានពាក់ព័ន្ធនឹងសិល5ហ្នឹងឯងបើមិនសម្លាប់ទេជាប់គុកគឺលួចបើមិនលួចទេខុសក្នុងកាមបើមិនអញ្ចឹងទេភូតកុហកតាមអនឡាញអីហ្នឹងហើយនឹងផឹកស្រាសវឹងគ្រឿងញៀនច្រើនជាងគេទូលបង្គំសង្កេតឃើញអញ្ចឹងគិតថាបើសិនជាធម្មទេសនាឬក៏ការងារសង្គមរបស់ព្រះសង្ឃយើងបានឆ្ពោះទៅចំ5ចំណុចហ្នឹងប្រហែលជាអាចថយខ្លះការសង្កេតទី2ហើយសំណូមពរទី3គឺសំណូមពរពីអ្នកគ្រប់គ្រងពន្ធនាគារតែម្ដងមកទូលបង្គំថាចង់ឲ្យមានសមាធិចង់ឲ្យមានការអប់រំចិត្តព្រោះចង់ឲ្យពួកគាត់ចេញទៅមិនចង់ឲ្យត្រឡប់មកវិញទេថាតើសមាធិនិងអប់រំចិត្តហ្នឹងសួរមកខ្ញុំទូលបង្គំកាលណាថាចុះឥឡូវឲ្យខ្ញុំទូលបង្គំកាលណាទៅសួរស្ថាប័នណានៅស្ថាប័នប្រសងយើងដើម្បីថាឥឡូវតាក់ទងទៅបានទៅអប់រំនៅក្នុងពន្ធនាគារហ្នឹងជាពិសេសនៅក្នុងពន្ធនាគារព្រៃសងតែម្ដងដែលខ្ញុំទូលបង្គំទៅថ្មីហ្នឹងសូមអរគុណអរគុណយ៉ាងជ្រាលជ្រៅចំពោះមតិយោបល់ក៏ដូចជាសំណួរសំណុំពរពីសំណាក់លោកបាសកមហាបាសិកាពុទ្ធសាសនូបត្ថម្ភអៀងសុធរាមានសំណួរទេមិនដូចឃើញលើពហុមួយព្រះអង្គគណៈម្ចាស់សូមរតនាកណ្ដាលមុន
ហើយចាំសរុប ទូលព្រះបង្គំព្រះបលាត់គុណខេត្តព្រះវិហារមកវិវត្តពោ5000ដើមក្រាបទូលសូមបង្គំទូលថ្វាយសម្ដេចជាអម្ចាស់និងអង្គពិធីទាំងមូលអង្គសន្និបាតទាំងមូលអំពីព្រះវិហារនៅក្នុងប្រទេសកម្ពុជាមានវិហារសាសនាទាំងអស់តើមានវិហារណាខ្លះដែលគេដឹកអង្គដឹកបាយសម្លម្ហូបប្រកាសគ្រប់បែបយ៉ាងចូលទៅវិហារបូជាចំពោះអ្នកបួសក្នុងសាសនានោះដោយវិហារព្រះពុទ្ធសាសនាដែរឬទេទី1ទី2ទៀតបង្គំទូលសួរថាអូសូមលើកទឹកបតីនិងគាំទ្រពេញទំហឹងនៅទឹកបតីរបស់សម្ដេចព្រមទាំងមន្ត្រីសង្ឃគ្រប់ទាំងអស់ដែលបានលើកប្រធមវាគ្មិនគ្រប់រូបគ្រប់ព្រះអង្គទាំងអស់ពីរសក្បោះក្បាយអស្ចារ្យពិសេសប៉ុន្តែទូលព្រះបង្គំចង់បង្គំទូលទៀតថាសួរទៀតថាលើសពីនេះតើមានយុទ្ធសាស្ត្រវិធីសាស្ត្រសកម្មភាពរូបភាពណាខ្លះដែលជាគ្រឿងការពារនិងធានាឲ្យបាននៅជំនឿព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាដែលជាសាសនារបស់រដ្ឋនេះទូលព្រះបង្គំបានលើកឡើងមកសូមថ្វាយប្រគេនអង្គពិធីទាំងមូលដើម្បីជួយបង្ហាញផ្លូវដល់ទូលព្រះបង្គំក៏ដូចជាពុទ្ធសាសនិកដែលកំពុងជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាសូមអរព្រះរាជករុណាគុណថ្វាយព្រះពរគណៈម្ចាស់សាធុគណៈអរគុណជាអ្នកកម្មការចំពោះសំណួរពីប្រគុណម្ចាស់មុនពីខេត្តព្រះវិហារហើយក្នុងនេះសរុបមកវិញសិនមុននឹងតសំណួរតទៅទៀតដើម្បីកុំឲ្យភាំងនឹងសំណួរហើយក៏ប្រគិនទៅព្រះវេគ្មិនកិត្តិយសនៅលើវេទិកានោះដំបូងឡើយគឺភ្ជាប់ទៅនឹងស្រ័យចម្ងល់របស់ឧបាសកមហាបាសកអៀងសុធរាជាមុនសិនតេតិនទៅនឹងការប្រើប្រាស់ថាតើពាក្យសម្រាយយ៉ាងម៉េចដើម្បីឲ្យប្រធរនឹងចូលដល់បេះដូងប្រជាបរតបរិស័ទរបស់ខ្លួនគណៈម្ចាស់សូមប្រគិនទៅព្រះបញ្ញាមនីញៀនហសិង្ហៃតែម្ដងព្រោះព្រះអង្គជំនាញផ្នែកសាស្ត្រសាស្ត្រមួយផ្នែកដែរហើយក៏ជាទីប្រឹក្សារាជរដ្ឋសភាកម្ពុជាគណៈសូមរដ្ឋធានាដោយសង្ខេបគណៈសង្ខេបមែនទេទៅបើយើងនិយាយពុទ្ធសាសនាពុទ្ធព្រះអង្គទ្រង់សម្ដែងជាភាសាបាលីដូច្នេះគឺជៀសមិនផុតទេក្នុងការយកពាក្យបាលីហ្នឹងមកបញ្យល់ដល់បរិស័ទរបស់យើងប៉ុន្តែគ្រាន់ថាបរិស័ទយើងគាត់នៅបញ្ហាត្រង់ដែលរឿងភាសាបាលីហ្នឹងតែម្ដងសំបីប្រសង់យើងក៏ដូចគ្នាដែរតើរៀនភាសាបាលីបានចេះហើយបើមិនបានរៀនក៏មិនចេះភាសាបាលីដែរប៉ុន្តែគ្រាន់ថាពាក្យបាលីនៅក្នុងភាសាខ្មែរយើងគឺច្រើនមែនទែនក្នុងកម្ចីពាក្យបាលីក្នុងភាសាខ្មែរហ្នឹងគឺបាលីនេះគឺច្រើនណាស់អញ្ចឹងគាត់ថាពាក្យខ្លះគឺយើងស្ដាប់ទៅយើងយល់តែម្ដងដូចថាពាក្យមនុស្សអីអញ្ចឹងទៅយើងស្ដាប់ទៅអូមនុស្សមិនបាច់សួរទៀតទេមនុស្សប៉ុន្តែពាក្យមនុស្សហ្នឹងគឺពាក្យបាលីសុទ្ធតើហើយពាក្យរាជាយើងស្ដេចអីចឹងទៅនាយករដ្ឋមន្ត្រីអីចឹងទៅប៉ុន្តែគាត់ថាពាក្យនៅក្នុងភាសាធម៌វាមានច្រើនទៅទៀតតែយ៉ាងណាក្តីខ្ញុំគណៈអាត្មាក៏ដូចជាព្រះសង្ឃគ្រប់អង្គគិតថាវាជាបញ្ហាមែនណាសម្រាប់ពុទ្ធបរិស័ទយើងដែលធ្វើយ៉ាងម៉េចឲ្យគាត់បានយល់អំពីពុទ្ធវចនៈបានត្រឹមត្រូវដោយសិក្សាទៅតាមពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធគឺពធហ្នឹងគឺយើងនៅប្រើប្រាស់ភាសាបាលីច្រើនមែនទែនរាល់ថ្ងៃនេះគណៈហើយដោយសារពេលខ្លះគឺយើងប្រសង់យើងក៏ដូចគ្នាដែរក្នុងការបញ្យល់ហើយក៏ដូចជាសូត្រធម៌អីនេះគឺយើងសូត្រទៅសឹងតែមិនងាយបានប្រែទៅទៀតដោយចម្រើនព្រះបរិត្តអីហ្នឹងគឺយើងចម្រើនតែបាលីសុទ្ធហើយកម្រមានសម្រាយណាមានសម្រាយអីតិចតួចទេអញ្ចឹងញាតិញោមខ្លះទៅក៏គាត់ចេះសាធុអីចឹងទៅគណៈហើយដូចសិល5អីយើងរាល់ថ្ងៃកម្រឲ្យបាលីឲ្យភាសាសម្រាយក៏បាណាតបាតាតនីទានអីអញ្ចឹងទៅហើយដល់ពេលខ្លះយើងផ្លេចដែរយើងគិតថាវាដូចញាតិញោមយល់ហើយថ្ងៃមុនប្រហែលថ្ងៃមុននេះខាងតំណាងរបស់សម្ដេចតេជោបានយកទេយធัวទៅខាងពអកខ្ញុំកណាហ្នឹងហើយ
các bạn son tần ni ấy chẳng tới rồi còn các bạn lực lang theo đi côn cua ta phơi cho video đã load tranh cho video hay bàn tay miền load giả xó hay miền chỉ lấy hết sầm rải phong đây đi côn ao salpana từ pata từ nia tiền ấy nứng giờ tha nhận nhôm giờ tha nè mà khoan tê anh chẳng tới xa thụ ấy chẳng tới vấn đề về YouTube về tụm lóp vấn đề ở dưới là toàn là lại thế chẳng nhôm cái này kết tha đây chỉ ở vậy để dừng cục nia từ kết thaคืออย่างนั้นดำไปพุทธวจนะរបស់ព្រះសម្មាសម្ពុទ្ធបានកាន់តែងាយយល់ហើយជ្រួតជ្រាបទៅដល់បរិស័ទរបស់យើងប៉ុន្តែគ្រាន់ថាពាក្យបាលីវានៅតែសំខាន់អញ្ចឹងគឺมันអាចដូចថានិយាយខ្មែរសុទ្ធហើយអត់លើកថាពុទ្ធវចនៈដែលព្រះអង្គសម្ដែងយ៉ាងម៉េចយើងបំបត្តិចោលហើយសម្រាយយកតែសម្រាយទៅក៏មិនល្អប្រពៃប្រមាណដែរដូច្នេះបានយើងឃើញនៅក្នុងបត្រៃបិដកក៏មានលោកអ្នកប្រាជ្ញយើងគឺរក្សាតម្លៃពុទ្ធវចនៈខ្លាំងមែនទែនដោយលោកដាក់ភាសាបាលីមួយចំហៀងសម្រាយមួយចំហៀងដូច្នេះវាមានប្រយោជន៍ត្រង់ថាបើអ្នកចេះបាលីគឺពេលខ្លះលោកមើលសម្រាយឲ្យលោកមកផ្ទៀងផ្ទាត់នឹងភាសាបាលីហើយលោកខ្លះលោកចេះបាលីមែនទែនលោកអត់មើលតែសម្រាយផងលោកមើលតែបាលីយកតែម្ដងនេះវាមានប្រយោជន៍ច្រើនណាសូមចូលរួមឆ្លើយប៉ុណ្ណឹងបងគណៈម្ចាស់សូមអរគុណព្រះបញ្ញាមនីញាណហសិង្ហៃគណៈម្ចាស់បកស្រាយលំអិតគួរសមដែរគណៈម្ចាស់ភ្ជាប់ទៅនឹងសំណួរព្រះអង្គពីខាងខេត្តព្រះវិហារវិញម្ដងជាត្រូវទម្ងន់ប្រហែលជាធម្មបរិហិមរាជនាវិញម្ដងដោយសារទីមួយចាស់ខ្លាទាំងចំណេះដឹងចាស់ខ្លាទាំងពិសោធន៍នៅក្នុងកិច្ចការសង្គមព្រោះសំណួរលោកពីគណៈសង្ខេបមកមិញទីមួយតេតិនទៅនឹងថាតើបើប្រៀបជាមួយវិហារដតីវិហារក្នុងទីនេះផែសំដៅយកវត្តដែរថាតើបើវត្តសាសនាដតីនឹងគេមានធ្វើរបៀបយើងឬក៏ខុសពីយើងយ៉ាងម៉េចនេះទីមួយទីពីរថាតើមានយន្តការយ៉ាងម៉េចដោយសារលោកធម្មបណ្ឌិតមានពិសោធន៍ជ្រៅនៅក្នុងកិច្ចការអភិវឌ្ឍសង្គមគណៈមិនហ៊ានប្រើជោគជ័យទេព្រោះខ្លាយលោកច្រឡំគ្រូជោគជ័យគណៈម្ចាស់អញ្ចឹងប្រើត្រឹមថាតើសម្រេចបាននេះថាតើលោកធម្មបណ្ឌិតមានយន្តការយ៉ាងម៉េចនេះបើតាមសំណួររបស់គុំម្ចាស់ព្រះវិហារគណៈសូមក្រុមអញ្ជើញលោកធម្មបណ្ឌិតបាទគុណចាស់សូមទី2ម្ដងទៀតទៀតទីមួយដូចជាមិនជាបាច់ឆ្លើយទៅទៀនពីប្រុសវិទ្យាតូនទៅនឹងអាមិសទៀនព្រោះប្រគុណម្ចាស់ថាមានវត្តណាខ្លះដឹកអីវ៉ៃវ៉ាន់អីចូលអញ្ចឹងឯទៀនសំណួរទី1ណាមានគណៈម្ចាស់គណៈម្ចាស់គណៈម្ចាស់ណាំចាស់បើតើតកណាទៅបួសជាលោកហ្វាំងខាងគេសិនដើម្បីឲ្យដឹងច្បាស់មែនទេគុណចាស់វាតេតងសំណួរទី2សាសនារឹងមាំវាមិនសំខាន់នៅលើឋានណាយកអីទៅឲ្យច្រើននោះទេស្រុកយើងនេះបើគិតពីរឿងក្នុងមួយឆ្នាំគេយកមកឲ្យយើងច្រើនជាទូទៅគេឆ្លាប់សិក្សាថាក្នុងមួយរដូវភ្ជុំបិណ្ឌប្រជាជនខ្មែរម្នាក់ប្រើលុយកាក់ប្រហែលជា$80សម្រាប់ម្នាក់ពីយ៉ាងបើយក80គុណនឹងកាត់ក្មេងៗចោលចុះទុកតែប្រហែលតែ10លាននាក់ក៏មិនតិចដែរគុណចាស់នេះគឺជារឿងមួយដែលគេតែងយករឿងរបស់គេខ្ញុំគិតថាមិនជាសំខាន់ទេប្រហែលនេះសំខាន់តង់ថាគុណថាធ្វើយ៉ាងម៉េចដើម្បីឲ្យពុទ្ធសាសនាយើងនឹងមាននិរន្តរភាពមុននឹងទៅដល់ទៅនឹងនៅក្នុងប្រសូតអំពីអនាគតភ័យ
គុណចាស់ហើយចូលទៅក្នុងបត្រៃបិដករួទៅមើលអនាគតភ័យសូត្រដែលព្រះពុទ្ធអង្គលោកបានមានបន្ទូលប្រាប់អំពីភ័យ5យ៉ាងដូចជា6ដង5 × 6ដូចមាន30ចឹងប៉ុន្តែគេហៅអនាគតភ័យ5ហ្នឹងលោកបានមានដីកាអំពីការវិវត្តរបស់សាសនាបន្ទាប់អំពីព្រះអង្គបានត្រាស់ដឹងមកហ្នឹងហើយដែលរឿងតែនិយាយថា2500យ៉ាងម៉េច3000យ៉ាងម៉េច4000យ៉ាងម៉េច5000យ៉ាងម៉េចក្នុងអនាគតភ័យសូត្រហ្នឹងលោកបានសម្ដែងអំពីភ័យដល់ពុទ្ធសាសនាភាគច្រើនលោកបន្ទោសពួកភិក្ខុអត់បន្ទោសពួកកណាទេពួកកណាមកជាប្រសក់រួចហើយកណាម្ចាស់ណាកណាម្ចាស់ហើយលោកបន្ទោសក្រុមភិក្ខុហើយបន្តទៀតលោកបន្ទោសឧបជារបស់ភិក្ខុថាមិនបានយកចិត្តទុកដាក់មើលអ្នកវកភិក្ខុដែលមកបួសនឹងខ្លួននឹងឲ្យបានល្អត្រឹមត្រូវចំណុចដែលសំខាន់នៅកន្លែងខ្លះដែលលោកមានដីកាគឺជាការវិវត្តរបស់សង្គមដែលប្រសង់នៅតាមជនបទតែងតែរីករាយហើយចង់នាំគ្នាមកនៅទីក្រុងមិនសូវចង់នៅជនបទទេពីព្រោះវាខ្វះខាតអីចំណុចមួយទៀតលោកបានមានដីកាថាប្រសង់របស់យើងនឹងមិនសូវនៅពេលដែលនិយាយទេសនាអីមិនសូវលើកមិនសូវអះអាងអំពីគម្ពីរបត្រៃបិដកទេមិនខុសអីពីឥឡូវទេប្រគុណម្ចាស់យើងសប្តាហ៍ខ្លះពេកច្រើនអារីស្តូតហ្វូក្រាតណាម្ចាស់ដេកាតអីចឹងទៅហ្វូទៅអ្នកប្រាជ្ញខាងគេដើម្បីបង្ហាញថាអាត្មានេះបានរៀនទៅដល់ philosophy នៅបច្ចឹមប្រទេសព្រះពុទ្ធអង្គបានសម្ដែងអំពីអនាគតភ័យនេះច្បាស់លាស់ណាស់អំពីប្រសង់ដែលឈប់យកនៅពុទ្ធវចនៈរបស់ខ្លួនឯងហ្នឹងមកសម្ដែងហើយទៅយករបស់គេយកមកសម្ដែងធ្វើឲ្យមានការច្រឡូកច្រឡំចំណុចមួយទៀតពុទ្ធអង្គបានសម្ដែងអំពីតួនាទីរបស់ព្រះឧបជាពុំបានព្រានប្រដៅទាំងសិលសមាធិបញ្ញាឲ្យដល់សទ្ធិវិហារកៈរបស់ខ្លួនឬក៏អ្នកដែលមកសុំយោនិស័យនៅជាមួយខ្ញុំមែនតើខ្ញុំកណាទៅសេអត្ថបទហ្នឹងដូចជាបាន 70% ហើយមិនតាន់ចប់គុណចាស់នៅក្នុងអនាគតភ័យសូត្រនេះបើសិនជាយើងបានមើលអនាគតភ័យសូត្រនឹងហើយយើងព្យាយាមដោះស្រាយទៅភ័យដែលព្រះពុទ្ធអង្គលោកទស្សទាយតាំងពីមុនមកថានឹងកើតឡើងហើយដោះស្រាយទៅតាមអ្វីដែលព្រះពុទ្ធអង្គលោកបានកំណត់ត្រាទុកមកខ្ញុំណាជឿថាពុទ្ធសាសនាយើងអាចនឹងគង់វង្សទៅបានពីព្រោះបានដោះស្រាយនៅពាក្យទំនាយរបស់ព្រះពុទ្ធអង្គដែលថាតទៅថ្ងៃមុខវាមានហេតុការណ៍ចេះកើតឡើងដែលនាំឲ្យពុទ្ធសាសនាបាត់បង់ឬក៏សាបសូន្យសូមអរប្រគុណប៉ុណ្ណឹងណាចា៎សាធុសាធុអរគុណលោកគ្រូធម្មបណ្ឌិតមនីចនារំលេចខៃសេចក្តីដ៏ពិស្ដារហើយល្អមែនទែនហើយញ៉ាំងជាប្រយោជន៍ផ្នែកគំនិតជ្រាលជ្រៅខ្លាំងខ្លាកណាម្ចាស់ដោយសារតែពីព្រឹកមិញកណានៅចាំបានប្រគុណម្ចាស់មានសំណួរមួយអង្គកណាមានសំណួរទៀតទេប្រគុណម្ចាស់ខាងនោះព្រោះព្រឹកមិញអស់ម៉ោងទៅប្រគុណម្ចាស់លើកសំណួរឡើងទៅផុតម៉ោងកណាម្ចាស់អស់ម៉ោងដល់បញ្ញាប់ម៉ោងឆាន់ឥឡូវនេះអាចមានសំណួរពាក់ព័ន្ធនឹងប្រធានបទនេះទេឬក៏ដោយឡែកទៅព្រឹកមិញទេឥឡូវផុតម៉ោងពុទ្ធកៈគុណម្ចាស់កណាម្ចាស់សាធុប្រគុណម្ចាស់កណាអូសំដេចកណាមុនឆ្លើយសំណួរបងខ្ញុំមកសំណួរមុនសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះរាជាគណៈដោយបាញ់មិញដេញនៅខ្វះឆ្លើយមកសំណួរលោកញោមកមហាបាសកអៀងសុធិរាគាត់សួរថាខាងដែលមន្ទីរពន្ធនាគារសួរថាបើចង់បានប្រសង់ទៅសម្ដែងធម៌ទៅអីតើគួរតាក់ទងខាងណាមិនអញ្ចឹងញោមក៏អញ្ចឹងប្រាប់ទៅនៅខេត្តណាទៅសេលិខិតចូលសាលាគុណខេត្តនោះដើម្បីសុំចាត់និមន្តប្រសង់ទៅសម្ដែងពធពីព្រោះសាលាគុណរាជនេះភ្នំពេញបានធ្វើការងារនេះជាមួយនឹងមន្ទីរដែងឃុំឃាំងជាច្រើនដែលដាក់ស្នើមកហើយកាលពីមុនយើងបានចាត់សាលានុគុណតាមវេនសាលានុគុណនីមួយៗឲ្យទៅដាក់វេនគ្នាទៅសម្ដែងជាប្រចាំប៉ុន្តែសូមឲ្យប្រធានពន្ធនាគារនឹងសរសេរលិខិតមកសាលាគុណតាមខេត្តនីមួយៗបងសូមចម្រើនពរប៉ុណ្ណឹងសាធុសម្ដេចអម្ចាស់កណាសូមអរព្រគុណជានៃការប្រកាសដែលបន្ថែមបំពេញបន្ថែមចំណុចខ្វះចន្លោះដែលចាប់គោលគំនិតមិនអស់កណាម្ចាស់សាធុឥឡូវ
ជាប់ទៅទៀតប្រគុណម្ចាស់ខាងក្រោយមានសំណួរទេគណៈម្ចាស់តាមបណ្ដាខេត្តមួយដោយខេត្តបន្ទាយមានជ័យដោយរៀងស្ងាត់ដែរដោយមិនទាន់ឮនៅព្រះសូរសៀងច្បាស់លាស់សោះគណៈម្ចាស់សូមរដ្ឋនាគណៈមុនក្រុមការងារហើយប្រគិនឧខូសនស័ព្ទដល់បងម្ចាស់គណៈមុនណាជាបឋមសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាជាអង្គម្ចាស់បង្គំសម្ដេចគ្រប់ព្រះអង្គបង្គំព្រះថេរាធិរៈសូមចម្រើនពរដល់ឯកឧត្តមអលោកស្រីអង្គពិធីទាំងមូលខ្ញុំណាមកពីខាងព្រះវិហារដែរកណាចាប់អារម្មណ៍ត្រង់ចំណុចកម្មវិធីអប់រំរបស់លោកគ្រូនៅលើឆាកតកតងនឹងការអប់រំនៅក្នុងពន្ធនាគារការងារនេះខ្ញុំណាត់ថាធ្វើបានច្រើនដែរលក្ខណៈជាជាមណ្ឌលពុទ្ធសាសនាអប់រំយុវជនហើយនឹងក្នុងនាមសាលាគុណខេត្តព្រះវិហារកន្លងមកបើការនៅភ្នំពេញធ្លាប់ចូលនីតិស្វែងយល់តែធររៀងរាល់ថ្ងៃអាទិត្យចាក់តាមទូទស្សន៍ហ្នឹងហើយកាលនោះគឺបានទៅចរចាសុំលិខិតអនុញ្ញាតបើកផ្លូវនៅអគ្គនាយកដ្ឋានពន្ធនាគារនៅក្រសួងមហាផ្ទៃជាមួយនឹងព្រះអង្គគ្រូខន្តិបរមោភកឹងកាលនោះដំបូងគេតាំងពីឆ្នាំ2017ចំណាយចាំបានដល់ពេលដែលកាន់លិខិតរបស់ក្រសួងចុះទៅពន្ធនាគារព្រៃសរមណ្ឌល1ប្រធានហ្នឹងដឹងគិតនិយាយថាម៉េចគាត់ថាអ្នកបួសយើងសឹងលក់យូរម៉េះអត់ចូលរួមការងារអប់រំដល់អ្នកជប់ឃុំនៅពន្ធនាគារទេយើងចាញ់សាសនាយេស៊ូដាច់កន្លែងនេះមួយយេស៊ូគេធ្វើគ្រប់កន្លែងទាំងអស់នៅក្នុងមណ្ឌលអប់រំជាពិសេសគឺនៅពន្ធនាគារហ្នឹងចំណែកជួយចាប់ជំនួសដែរកន្លែងនឹងមួយថាអត់អីទេឥឡូវថ្មមកហើយក្នុងនាមជាមណ្ឌលហើយនៅក្នុងនាមនៃនីតិស្វែងយល់កាលនោះញោមមហាបាសកាឧបត្ថម្ភកម្មវិធីហើយពេលដែលខ្ញុំណាជាប់ការងារក្នុងនាមព្រះវិន័យធរខេត្តព្រះវិហារហ្នឹងសូមការអនុញ្ញាតពីព្រះអង្គគ្រូព្រះមេដើម្បីធ្វើលិខិតចាត់តាំងហើយទៅសូមចរចាអនុញ្ញាតពីខាងប្រធានពន្ធនាគារហើយខ្ញុំណាចាំបានពាក្យខាងពន្ធនាគារគេថាពន្ធនាគារគេអត់មុនយើងទៅទេគ្រប់កន្លែងហ្នឹងគឺគេចាំយើងទៅសុំគេវិញសុំយើងទៅផ្សព្វផ្សាយគោលការណ៍ពុទ្ធសាសនាឲ្យអ្នកទោសស្ដាប់គេអត់មកមុនយើងទេព្រោះយេស៊ូក៏គេធ្វើអញ្ចឹងដែរយេស៊ូដែលគេធ្វើគ្រប់កន្លែងហ្នឹងគឺគេធ្វើដោយការស្ម័គ្រចិត្តទៅមិនមែនគេទៅអញ្ជើញយេស៊ូមកទេអញ្ចឹងគេចង់ឲ្យពុទ្ធសាសនាក៏ធ្វើអញ្ចឹងដែរប៉ុន្តែខ្ញុំណាត់ធ្លាប់ទៅថ្វាយអង្គមសម្ដេចសង្ឃមួយអង្គបានអត់ប្រកេតឈ្មោះទេព្រោះលោកធ្លាប់ជេរកំណាជិត2ម៉ោងថាពេលដែលយើងចោះទៅសុំគេអប់រំតាមសាលាអនុវិទ្យាល័យវិទ្យាល័យហ្នឹងយើងសុំគេបង្រៀនធម៌បង្រៀនសិលធម៌ហ្នឹងលោកថាយើងធ្វើអញ្ចឹងអត់ត្រូវធម៌ល្អធម៌ព្រះល្អស្ងៃហេតុអីបានយើងបថោកទៅសុំគេទៅជ្រាបអញ្ចឹងមិនតាមគេមកនិមន្តវិញមកខ្ញុំណាត់យល់អញ្ចឹងទេថាព្រះអង្គផ្សាយសាសនា45ឆ្នាំហ្នឹងគឺមិនមែនតើគេនិមន្តបានព្រះអង្គទៅប្រោសទេគឺព្រះអង្គឃើញនិស័យហ្នឹងបានព្រះអង្គមិនទៅប្រោសមិនអញ្ចឹងទេនៅពន្ធនាគារយើងអាចទុកថាជាទីវាជាទីកន្លែងដែលត្រូវការធម៌ចាំបាច់បំផុតប៉ុន្តែអ្នកបួសយើងអត់ចាប់អារម្មណ៍កន្លែងហ្នឹងទេខ្ញុំណាប់ពេលដែលចូលនៅភ្នំពេញនេះ4កន្លែងកណាកាលនោះនៅប៉េស៊ីនៅព្រៃសររួមមួយមណ្ឌល2ហើយនៅខេត្តកណ្ដាលរយៈពេល2ឆ្នាំចប់ពីនឹងទៅបានខ្ញុំណាទៅធ្វើនៅព្រះវិហារតាំងពី2023មកចូល3ឆ្នាំហើយឆ្នាំនេះហើយធ្វើរៀងរាល់ថ្ងៃអាទិត្យហើយនឹងថ្ងៃសិលធ្វើជាប់រហូតដល់ឥឡូវនេះគឺនៅតែធ្វើដែរហើយសម្ដេចចង់ចាស់លោកមានសម្រួលមិនថាពេលដែលយើងធ្វើអញ្ចឹងវាមានអត្ថប្រយោជន៍មិនដែរមានប្រយោជន៍មិនដែរសម្រាប់អ្នកនៅនោះគឺមានប្រយោជន៍មែនតែសម្ដេចគឺអ្នកនៅនោះនៅពេលដល់ម៉ោងហ្នឹងពេលហ្នឹងគឺដឹងតែចាំមើលប្រសងហ្មងចង់ស្ដាប់សំឡេងសូត្រធម៌ចង់ស្ដាប់សំឡេងប្រទានសិលហើយនឹងសម្ដែងធម៌ទេសនាធម៌សូត្រនមស្ការធម៌សមាទានសិលហើយចំណាននៅពន្ធនាគារខេត្តព្រះវិហារ
គឺឥឡូវនេះមានសាលាបុណ្យនៅក្នុងហ្នឹងមានពុទ្ធអង្គធំមានបណ្ណាល័យធំនៅក្នុងហ្នឹងដាក់សភើបានជាង 2000 ក្បាលហើយគុណបំណាច់របស់ព្រះគុណនៅក្នុងសាលហ្នឹងដែរមន្តនាបាត់ហើយគុណឆក់នោះលោកយកសភើទៅពីភ្នំពេញហ្នឹងជួយដាក់បញ្ចូលនៅក្នុងហ្នឹងអញ្ចឹងជាសំណុំពរទេសម្រាប់កាលណាជាព្រះមន្ត្រីសង្ឃសាលាគុណខេត្តទាំងអស់គួរតែចាប់អារម្មណ៍កន្លែងហ្នឹងណាដើម្បីធ្វើជាកម្មវិធីអប់រំជាប្រចាំអញ្ចឹងទៅហើយដាក់ចូលក្នុងរបាយការណ៍ប្រចាំខែនោះខ្ញុំណាដាក់ចូលមករហូតរបាយការណ៍ប្រចាំខែសម្រាប់ការអប់រំផ្សព្វផ្សាយនៅក្នុងរបាយការណ៍របស់សាលាគុណណាសូមចូលរួមប៉ុណ្ណឹងណាអរគុណគណៈម្ចាស់គណៈអរគុណជានៃការប្រកាសចំពោះព្រះមតិយោបល់បន្ថែមនឹងការមើលឃើញជ្រុងផ្សេងទៀតហើយក៏ជាបទពិសោធន៍ដែលប្រគុណម្ចាស់ពិសោធន៍នៅក្នុងការរួមវិភាគទានចំពោះសង្គមស្របទៅតាមអ្វីដែលប្រធានបទរបស់យើងបានលើកឡើងពុទ្ធសាសនាកិច្ចការសង្គមគណៈម្ចាស់ប្រហែលជាកិច្ចការនេះតេតិនទៅនឹងព្រះគ្រូសេរីញៀនឡំលឿមហ្នឹងគណៈម្ចាស់ដោយសារតែប្រគុណម្ចាស់ជាប្រធាននៅសមាគមជីវិតនៅក្តីសង្ឃឹមផងគណៈម្ចាស់តេតិនទៅលើនឹងគណៈចង់ប្រគុណម្ចាស់រំលេចបន្តិចមើលថាតើអ្វីដែលជាចំណុចកន្លឹះដែលជីវិតនៅក្តីរំពឹងដែលធ្វើរាប់សិបឆ្នាំហើយគុំចាំមើលឃើញថាវាមានវិបាកអ្វីខ្លះហើយភាពងាយស្រួលខ្លះបន្តមកទៀតអ្វីដែលដាក់ទិសដៅទៅថ្ងៃមុខតើអង្គការនេះយ៉ាងម៉េចកណាសមាគមនេះកណាម្ចាស់សូមអរគុណពោសូមអរគុណច្រើនដល់បងបណ្ឌិតចំពោះសំណួរតាក់ទងនឹងសកម្មភាពរបស់សមាគមជីវិតនិងក្តីសង្ឃឹមដែលយើងបានធ្វើហើយយើងបដោតសកម្មភាពនឹងគឺនៅក្នុងខេត្តសៀមរាបជាសំខាន់តាក់ទងនឹងផលលំបាកក្នុងការធ្វើផលលំបាកទី1គឺយើងខ្វះធនធានហើយធនធានមនុស្សនោះគឺជាកត្តាសំខាន់ធនធានប្រសង់ដែលមានសមត្ថភាពអាចចូលរួមការងារសមត្ថភាពទី1គឺតាក់ទងនឹងការយល់ដឹងអំពីព្រះធម៌ដើម្បីយកទៅផ្សព្វផ្សាយដល់ញាតិញោមសមត្ថភាពទី2ចេះព្រះធម៌ទេខ្សោយអិរិយាបថបងព្រះអង្គខ្លះលោកមានសមត្ថភាពអាចផ្សព្វផ្សាយព្រះធម៌បានអាចទេសនាបានអាចបញ្យល់បានប៉ុន្តែខ្សោយអិរិយាបថនៅក្នុងសមាគមជីវិតនិងក្តីសង្ឃឹមជាអង្គការពុទ្ធសាសនាដែលបង្កើតឡើងដោយព្រះសង្ឃប៉ុន្តែយើងធ្វើការងារគឺយើងប្រកាន់គោលការណ៍ក្នុងនាមជាព្រះសង្ឃក្នុងនាមជាព្រះសង្ឃពុទ្ធសាសនាដែលយើងអត់ទៅធ្វើការងារឆ្វេងឆ្វាយរាយប៉ាយដែលវានាំឲ្យប៉ះពាល់ដល់អិរិយាបថរបស់ព្រះសង្ឃទេដូច្នេះយើងត្រូវការព្រះសង្ឃដែលមានចំណេះដឹងមានជំនាញហើយមានអិរិយាបថល្អទៀតបងអញ្ចឹងអានឹងគឺជាការលំបាកដែលយើងបានធ្វើកន្លងមកហើយយើងឃើញថាអានឹងវាជាការលំបាកដែលធំក្នុងការពិបាករកធនធានមកចូលរួមដើម្បីធ្វើការងារជាមួយនឹងសកម្មភាពមួយនឹងហើយតាក់ទងនឹងគោលដៅតទៅមុខទៀតគឺសមាគមរបស់យើងនៅតែមានការបដិញ្ញាចិត្តខ្ពស់នៅក្នុងការបន្តសកម្មភាពរបស់សមាគមនឹងដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើងក៏ដូចជាជួយដល់ប្រសង់ចំនួនក្រោយៗរបស់យើងដើម្បីឲ្យលោកទទួលបានឱកាសនៃការសិក្សារៀនសូត្រឲ្យបានច្រើនហើយក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានកាន់តែល្អប្រសើរជាមួយនឹងញាតិញោមពុទ្ធបរិស័ទទូលព្រះបង្គំខ្ញុំកណាលើកឡើងនៅក្នុងឱកាសនេះមិនមែនមានន័យថាវិសាលភាពរបស់សមាគមនឹងគឺអាចជាឥទ្ធិពលទៅទូទាំងប្រទេសទេប៉ុន្តែយើងជាផ្នែកតូចមួយដែលយើងបានធ្វើនៅក្នុងខេត្តសៀមរាបដូច្នេះយើងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងព្យាយាមធ្វើឲ្យវាមានភាពល្អប្រសើរនៅក្នុងតំបន់គោលដៅដែលយើងបានធ្វើអាហ្នឹងគឺជាគោលបំណងតទៅអនាគតវែងឆ្ងាយតទៅមុខទេគឺមានន័យថាសកម្មភាពដែលយើងធ្វើបច្ចុប្បន្ននេះ
យើងបន្តធ្វើហើយបើមានឱកាសយើងនឹងពង្រីកឲ្យបានកាន់តែធំហើយនឹងព្យាយាមគៀងគោធនធានដើម្បីចូលរួមឲ្យបានច្រើនដែរជាពិសេសគឺធនធានប្រសង់របស់យើងបងសូមចូលរួមនឹងបងគណៈម្ចាស់អរគុណមែនទែនចំពោះព្រះគ្រូធម្មសរិញានឡំលៀមគណៈម្ចាស់ជាបន្តដោយសារយើងនៅសល់ពេល8នាទីទៀតមានសំណួរទេព្រះគុណម្ចាស់គណៈសូមរដ្ឋនាគណៈមុនខ្ញុំបកណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយកជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះមន្ត្រីសង្ឃប្រធេរានុធេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពអាដាមតំណាងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដោយសេចក្តីគោរពនមស្ការព្រះវាគ្មិនចម្រើនពរញោមបណ្ឌិតវាគ្មិនដោយសេចក្តីគោរពនិងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅក្នុងពធខ្ញុំបកណាអាត្មាសូមអធិស្ឋានទុកជាមុនកាលណាបើនិយាយទៅឃើញមុខដដែលប៉ុន្តែមកមួយឆ្នាំមកជួបម្ដងបើមិននិយាយមិនចូលរួមហាក់បីដូចជាមិនមានសកម្មភាពខាតពេលយើងសូមចូលរួមនៅក្នុងនេះមានសំណួរផងមានជាគំនិតដើមខាងដើមផងទី1ខ្ញុំកណាបានស្ដាប់សម្ដេចព្រះអរិយវង្សកាលពីម្សិលមិញហើយនឹងព្រឹកមិញរាល់សកម្មភាពអភិវឌ្ឍសាសនាទាំងអស់ត្រូវមានធនធានណាសម្ដេចនិយាយចំហ្នឹងគឺធនធានសាច់ប្រាក់ណាទឹកលុយអញ្ចឹងក្នុងចំណុចនេះខ្ញុំកណាអាត្មានិយាយទៅប្រកាសជាមានសេចក្តីពេញចិត្តខ្លះនិងមិនពេញចិត្តខ្លះប៉ុន្តែកាត់ចិត្តត្រូវតែនិយាយហើយត្រូវសំណុំពរសម្ដេចជាអម្ចាស់ដ៏ខ្ពង់ខ្ពស់ថាកាលពីមុនមានមូលនិធិសម្ដេចព្រះសង្ឃនាយកអញ្ចឹងខ្ញុំកណាសំណុំពរឲ្យមានឡើងវិញដើម្បីបានសកម្មភាពពីសម្ដេចព្រះសង្ឃនាយកឧទាហរណ៍ថាចង់អភិវឌ្ឍកម្មវិធីពុទ្ធិកសិក្សាមួយចង់ពង្រឹងគ្រូបង្គោលត្រូវមានប្រាក់ដើម្បីហៅគ្រូនឹងមកបង្រៀនឲ្យចំទិសដៅអញ្ចឹងបើមានមូលនិធិនឹងឡើងវិញខ្ញុំណាគិតថាអង្គុយចុចកាសចូលបាញ់មិញហ្នឹង5000វត្តជាងមួយវត្តមួយឆ្នាំត្រឹមតែ100000បាន550លានជាង550លានជាងហ្នឹងមួយឆ្នាំមួយវត្តខ្ញុំណាគិតថាវត្តទាំងអស់វត្តខ្លះមួយអង្គពីរអង្គទេប្រសងប៉ុន្តែព្រះអង្គប្រហែលជាមានឆន្ទៈចូលរួមបើមានសកម្មភាពមួយឆ្នាំពីរឆ្នាំទុកដាក់កញ្ចប់ថវិកានឹងកាន់តែកើនឡើងហើយសម្ដេចប្រើសេនាធិការរបស់សម្ដេចចាត់ចែងឲ្យមានគណនេយ្យភាពទៅវិញសកម្មភាពនៅក្នុងការអភិវឌ្ឍវិស័យធុរៈទាំងពីរគន្ធធុរៈនិងវិបស្សនាធុរៈនឹងចម្រើនឡើងអញ្ចឹងសូមសំណុំពរចំណុចទី1គឺសូមសំណុំពរឲ្យមានដំណើរការមូលនិធិសម្ដេចសង្ឃនាយកឡើងវិញណាសូមអធិស្ឋានសូមអនុមោទនាទី2ខ្ញុំកណាសូមសំណុំពរមួយទៀតគឺវត្តសពថ្ងៃព្រះសង្ឃបួសចោលវត្តដែលព្រះបល័តព្រះវិហារលើកឡើងបាញ់មិញហ្នឹងថាបើសិនជាព្រះសង្ឃបួសនាំគ្នាកាន់វត្តប្រហែលជាមិនធ្លាក់ចុះទេតែដល់ពេលបួសចោលវត្តនាំគ្នាមើលសកម្មភាពខាងក្រៅពីព្រោះវត្តនឹងជាមូលដ្ឋានគ្រឹះរបស់ព្រះសង្ឃដែលធ្វើឲ្យបរិស័ទមានជំនឿអញ្ចឹងសូមឲ្យមានលក្ខខណ្ឌវត្ត3ហ្នឹងជាគោលរួមមួយថាកិច្ចវត្តចរិយាវត្តណាការងារវត្តអីហ្នឹងឲ្យមានលក្ខខណ្ឌថាស្តង់ដារតែមួយពីសម្ដេចដើម្បីយកទៅអនុវត្តពីព្រោះយើងសពថ្ងៃសាមណេរក៏អត់ដឹងថាគោរពឧបជាយ៉ាងម៉េចប្រតិបត្តិយ៉ាងម៉េចអញ្ចឹងមានគោលរួមមួយជាខ្នាត
ស្តង់ដារតែមួយដែលហៅថាពុទ្ធសាសនាកម្ពុជាណាពុទ្ធសាសនាកម្ពុជានេះទី2គឺវត្តសំណុំពរហើយចំណុចទី3គឺខ្ញុំកណាសូមអធិស្ឋានដោយក្តីអនុគ្រោះណាលើកឡើងក្រែងមានការប៉ះពាល់អធិស្ឋានបតីទឹកចិត្តក៏សូមខន្តីអធិស្ឋានអញ្ចឹងវត្ត3ហ្នឹងឧទាហរណ៍កិច្ចវត្តមាន10ចរិយាវត្តមានប្រមាណការងារវត្តមានប្រមាណអានឹងវានៅក្នុងធុរៈទាំងពីរហ្នឹងគាត់ថាធុរៈនិងវិបស្សនាធុរៈហ្នឹងនឹងដើរទៅមុខដូចជាកង់ដែលមានម៉ាស៊ីនមានគ្រឿងគ្រប់គ្រាន់កណាអញ្ចឹងបូករួមជាមួយនឹងមូលនិធិហ្នឹងវាមានកម្លាំងធម្មពលនៅក្នុងដៃគ្រប់គ្រាន់ទៀតខ្ញុំណាមកគិតថានឹងដើរទោះបីជាទៅមុខយឺតជាងគេយ៉ាងណាក៏ដោយក៏នៅតែមានឱកាសកម្លាំងតទៅមុខណាសូមអធិស្ឋានខន្តីសូមអរគុណនិងអរគុណគណៈម្ចាស់សាធុអរគុណជានៃការប្រកាសចំពោះព្រះមតិយោបល់ដល់ប្រពៃថ្លៃថ្លាតេតិនទៅនឹងការបង្កើតមូលនិធិឡើងវិញមិនន័យថាធ្លាប់មានម្ដងហើយបាត់ទៅវិញហើយចំណុចទី2គឺឲ្យគួងនៅក្នុងវត្តមិនបួសឲ្យនៅក្រៅវត្តមានន័យអញ្ចឹងហើយគុណម្ចាស់វត្តនេះគឺសំដៅយកខប្រតិបត្តិនោះតែម្ដងគណៈម្ចាស់ចំពោះសំណួរក៏ដូចជាសំណុំពរព្រះយោបល់មិញនេះថាតើសម្រាប់គណៈសង្ឃនេះក្នុងនុសង្ឃវិជ្រៈសម្ដេចចុះម្ចាស់ថាតើទ្រង់ព្រះពិចារណានិងពិចារណាយ៉ាងណាគួរបន្តឬយ៉ាងម៉េចណាអាចអង្គណាដែលអាចឆ្លើយបានគណៈសូមរតនាគណៈម្ចាស់មានពេលតែ3នាទីម្ដងអស់មកលីងមកគណៈម្ចាស់អរគុណព្រះអង្គសាវរៈលើកសនួរឡើងក្នុងនាមសម្ដេចព្រះសង្ឃនាយកបើបង្កើតបានល្អណាបានឲ្យដែលមូលនិធិនឹងដើរឡើងវិញ2ឆ្នាំកន្លងមកនេះសម្ដេចព្រះមហាសមេធាធិបតីប្រទានថវិកាផ្ទាល់របស់សម្ដេចឆ្នាំទៅ10000ហើយឆ្នាំនេះប្រទាន10000ទៀតសម្រាប់លេខាធិការឋានប៉ុន្តែលេខាធិការឋានអត់បានប្រើទាំង2ឆ្នាំហ្នឹងទុកប្រទានលើកទី1នោះយកទៅកសាងប្រមាញ់ជូសាថ្វាយសម្ដេចព្រះកមហាសង្ឃរាជហើយប្រទានឆ្នាំនេះខ្ញុំណាលេខាធិការឋានបោះពុំសភៅប្រគេនព្រះអង្គគ្រប់ព្រះអង្គអស់7000សល់3000សម្រាប់ចាត់ចែងការងារផ្សេងសម្រាប់ឆ្នាំនេះឲ្យអរគុណសម្ដេចល្ងាចមិញប្រទាន1500ទៀតឃើញការងារលេខាធិការឋានសកម្មដៃព្រះសង្ឃយុអញ្ចឹងគ្មានទេមូលនិធិគណៈសង្ឃយុរបស់យើងបច្ចុប្បន្ននេះហើយបើសិនជាព្រះអង្គគ្រប់ព្រះអង្គឯកភាពព្រមព្រៀងតាមការស្នើនេះហើយអញ្ចឹងខ្ញុំណានឹងស្នើគោលការណ៍នេះប្រគេនសម្ដេចព្រះសង្ឃយុដើម្បីលោកពិនិត្យពិចារណាលទ្ធភាពក្នុងការបើកឲ្យមានមូលនិធិនឹងឡើងវិញប៉ុន្តែខ្ញុំណាក្នុងនាមប្រធានលេខាធិការឋានទទួលសំណើរបស់ព្រះអង្គដើម្បីជជែករកវិធីសាស្ត្រដើម្បីការពារគ្រប់គ្រងថវិកានឹងឲ្យបានល្អប្រពៃដើម្បីមុននឹងបើកឲ្យវាដំណើរការឡើងវិញគេណាសូមប្រគេនប៉ុណ្ណឹងហើយប្រគេនជាដំណឹងល្អមួយដែរសម្រាប់ព្រោះក្នុងរយៈពេល1ឆ្នាំនេះព្រះមន្ត្រីសង្ឃរាជធានីខេត្តទាំងអស់តែធ្វើរបាយការណ៍ផ្ញើមកលេខាធិការឋានគណៈសង្ឃនាយកមានសំណូមពរថាសូមបើកវគ្គសង្ឃាភិបាលឡើងវិញអញ្ចឹងខ្ញុំកណាទូលថ្វាយសម្ដេចព្រះសង្ឃនាយកក្នុងកិច្ចប្រជុំប្រចាំខែសម្ដេចក៏បើកភ្លើងខៀវថាឲ្យរៀបចំគម្រោងបើកវគ្គសង្ឃាភិបាលនោះចុះហើយសម្ដេចនឹងជួយទ្រទ្រង់ថវិកាឥឡូវនេះបានតំណែងល្អមួយទៀតគឺសម្ដេចព្រះឧត្តមវង្សាគូសុភាពលោកឧបត្ថម្ភ$10000សម្រាប់រៀបកម្មវិធីវគ្គសង្ឃាភិបាលហ្នឹងដើម្បីឲ្យក្រុមការងាររៀបចំជាកម្មវិធីសិក្សារៀបចំជាសិភៅគោលឲ្យច្បាស់លាស់ហើយយើងនឹងរកពេលវេលាសមរម្យណាមួយនឹងទូលថ្វាយសម្ដេចព្រះសង្ឃយុបើកវគ្គនឹងឡើងវិញជាផ្លូវការអញ្ចឹងខ្ញុំណាសូមប្រគេនព្រះអង្គដែលលើកជាសំណួរបាញ់វិញប៉ុណ្ណឹងណាសូមអរគុណ